មើលទៅទៀបកំពុងចិត្តដល់មាត់ហើយតែឲ្យអ្នកធ្វើឲ្យហោះបាត់បានទៀតហា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 ជួយខ្ញុំផងជួយខ្ញុំផងជួយខ្ញុំផងដោះខ្ញុំចេញឲ្យគេដោះខ្ញុំចេញហាំអ្នកសម្អាតស្អុយម្នាក់ក៏ហ៊ានមកចូលជ្រៀតជ្រែកកិច្ចការរបស់ខ្ញុំដែរមិនសួរទៅមើលទេថាខ្ញុំគឺហ៊ុនជាងឡុងគឺមានឈ្មោះល្បីប៉ុណ្ណាហ៊ុនជាងឡុងអើយមនុស្សធំដូចអ្នកមកធ្វើបាបនារីម្នាក់វាមិនសមស្របទេមិនដូច្នោះទេអ្នកដោះនាងទៅបន្ទាប់មកអ្នកចង់បង្រៀនខ្ញុំធ្វើអ្វីក៏បានរុញបរោះចាស់នេះចេញទៅវាបំបាក់ជើងគាត់ហើយឲ្យគាត់នៅទីនេះរហូតដល់ភ្លឺបន្ទាប់មកទៅរកខ្ញុំយកប្រាក់បានហើយហាំអាប្រាប់ខ្ញុំមកថាផ្ទះអ្នកណៃណាខ្ញុំនឹងជូនអ្នកត្រឡប់ទៅវិញថ្ងៃនេះមេឃចាំឲ្យបានលុយហើយជារឿងដែលនាំឲ្យមានអំពើអាក្រក់ទាំងអស់តើអ្នកបង្រៀនកូនទី3យ៉ាងដូចម្ដេចអេឈរឡើងអ្នកអាក្រក់ទៅសម្លាប់គាត់ឲ្យខ្ញុំប្រធានក្រុមហ៊ុនទីមិនសូមគោរពជួបមេនាគសូមទទួលការគោរពរឿងទៅប្រជុំសូមនិយាយថ្ងៃស្អែកវិញចុះខ្ញុំនៅត្រូវទៅធ្វើម្ហូបឲ្យកូនប្រុសខ្ញុំទៀតឪពុកធွာរឿងនេះពន្យល់មួយផ្លែតមិនចប់ទេអ្នកចង់បញ្ជូនគាត់ត្រឡប់ទៅវិញមែនទេតែសិននេះមនុស្សទាំងនេះត្រូវដោះស្រាយយ៉ាងម៉េចនៅកណ្ដាលថ្ងៃភ្លឺបែបនេះតើអ្នកណាអនុញ្ញាតឲ្យអ្នកយកអាវុធមកទាំងអស់គ្នាដាក់អាវុធចុះឥឡូវនេះហាហាហាកុំយកច្រឡំមុននេះខហ៊ុនជាងឡុងគឺមិនទាន់ធ្វើខ្លួនខ្លាំងនៅមុខអ្នកទេយប់នេះខុសពីមុនណាស់បើមិនប្រកាន់ទេសូមហៅខ្ញុំថាបូសាវឡុងក៏បានបើខ្ញុំសាច់អ្នកខ្លាំងពេកមួយផ្លែតទៀតអ្នកប្រកាសជាបញ្ជាឲ្យកូនចៅវាបាក់ជើងខ្ញុំហើយឲ្យខ្ញុំលុតជង្គង់នៅទីនេះទៀតវេយភីងអ្នកក្លាហានណាស់ហាំខ្ញុំមិនស្គាល់អ្នកធំទេខ្ញុំភ្នែកកងឹតសូមអភ័យទោសខ្ញុំផងមេត្តាទុកជីវិតខ្ញុំផងលើកលែងឲ្យខ្ញុំម្ដងនេះទៅបើលើកក្រោយនៅតែធ្វើអំពើអាក្រក់ទៀតនោះមិនមែនត្រឹមតែវាម្ដងទេទៅសាវឡុងចេញទៅលើនេះចេញទៅភ្លាមឈោធ្វើអីទៀតប្រញាប់ចេញទៅហើយមែនទេអ្នកកំពុងមើលអ្វីគ្មានអីទេតោះយើងទៅឪពុកធរនេះជារបាយការណ៍សង្ខេបការងាររបស់ក្រុមហ៊ុន Gishenwan Group គឺក្នុងរយៈពេល1ឆ្នាំចុងក្រោយហើយលោកកូនប្រុសក្នុងរបស់អ្នកមើលទៅស្រដៀងនឹងគាត់ណាស់មិនអាចទេអ្នកប្រហែលជាមើលច្រឡំយប់ជ្រៅបែបនេះតើនរណានៅក្រៅទៀតអ្នកក៏គុំយឺតពេកដែរត្រឡប់ទៅផ្ទះឆាប់បានហើយខ្ញុំកំពុងតែត្រៀមបញ្ជូនគាត់ត្រឡប់ទៅវិញកូនប្រុសបើគ្មានអ្វីទៀតខ្ញុំសូមដាក់ទូរស័ព្ទសិនអ្នកត្រូវប្រុងប្រយ័ត្នសុវត្ថិភាពខ្លួនឯងអូមួយទៀតខ្ញុំបានជួយរកមីងម្នាក់ឲ្យអ្នកនៅលើគេហទំព័ររបស់សហគមន៍ភូមិថ្ងៃស្អែកអ្នកទៅជួបនាងនៅទីនោះរឿងនេះវាលេងសើចពេកហើយខ្ញុំគិតថាលោកក្មេងក៏មានចិត្តតញោដែរបើគាត់អាចធ្វើឲ្យខ្ញុំបារម្ភតិចខ្ញុំក៏ដូចជាអុជធូបអរគុណហើយឪពុកធរអ្នកនៅចង់លាក់រឿងនេះពីលោកក្មេងដល់ពេលណាទៀតពេលគាត់នៅរស់ខ្ញុំធ្លាប់សន្យាជាមួយគាត់ថានឹងបណ្ដុះបណ្ដាលជាវហៅឲ្យក្លាយជាមនុស្សមានសមត្ថភាពឥឡូវអំណាចរបស់ក្រុម Shaman ក៏កាន់តែធំឡើងប៉ុន្តែចិត្តរបស់ក្មេងនេះនៅមិនទាន់ពេញវ័យគ្រប់គ្រាន់ទេសូម្បីតែមុខមាត់ពិតរបស់មនុស្សនៅជុំវិញខ្លួនគាត់នៅមិនទាន់ស្គាល់ច្បាស់ចាំបន្តិចទៀតសិនអូត្រូវហើយមើលនេះនៅទីនេះឪពុកធរថ្ងៃស្អែកអ្នកទៅជួបគូស្នេហ៍បើអ្នកពេញចិត្តនារីម្នាក់ត្រូវមានអំណោយឲ្យគេផងគ្រឿងអលង្ការបេះដូងសមុទ្រនេះស្ត្រីគ្រប់វ័យមិនអាចបដិសេធបានទេ
អ្នកទៅភ្លាមទៅខ្ញុំនឹងស៊ើបអង្កេតមនុស្សម្នាក់អាយុប្រហែល40ឆ្នាំជាបុគ្គលិកសម្អាតនៅសន្តាគាររបស់យើងនាងនឹងទៅជួបប្រធានក្រុមហ៊ុនសាកល្បងខ្ញុំត្រូវតែរកនាងឲ្យឃើញសូមសួរតើអ្នកជាអ្នកស្រីវ៉ងយ៉ាងឆាន់មែនទេត្រូវហើយខ្ញុំយើងនិយាយឲ្យខ្លីទៅបើអ្នកចង់រៀបការជាមួយខ្ញុំត្រូវត្រៀមប្រាក់សម្ទារ990,000 យ៉ាងអ្នកបន្តនិយាយទៅកូនប្រុសខ្ញុំក៏ចិត្តរៀបការហើយដូច្នេះអ្នកត្រូវទិញវីឡាមួយឲ្យគាត់ចំពោះឡានមិនចាំបាច់ថ្លៃពេកទេប្រហែល5សែនទៅ6សែនយ៉ាងសម្រាប់ជិះធម្មតាគ្រប់គ្រាន់ហើយមានអ្វីទៀតទេស្ត្រីជាទូទៅក៏ចូលចិត្តធ្វើសេវាសម្ផស្សនិងទិញកាបូបផងដែរដូច្នេះអ្នកឲ្យខ្ញុំប្រាក់ហោប៉ៅរៀងរាល់ខែ20,000 យ៉ាងបើបែបនេះខ្ញុំនឹងព្រមរស់នៅជាមួយអ្នកដោយមិនសូវពេញចិត្តម៉េចមានបញ្ហាអ្វីទេខ្ញុំគិតថាបើអ្នកចេញទៅក្រៅហើយបត់ឆ្វេងនោះមានវត្តវ៉ាស់វ៉ាមួយអ្នកគួរទៅនៅទីនោះសូមអធិស្ឋាននៅអង្គប្រាថ្នាខ្ញុំបានឮតម្រូវការទាំងនេះហើយតើវាមិនសមហេតុផលទេខ្ញុំចង់ដឹងណាស់អ្នកដាក់លក្ខខណ្ឌច្រើនបែបនេះតែអ្នកខ្លួនឯងមានលក្ខខណ្ឌអ្វីខ្ញុំជាមេផ្ទះពេញម៉ោងកូនប្រុសខ្ញុំជាប្រធានផ្នែកលក់នៃ Kechenghe Group អនាគតរបស់គាត់គ្មានដែនកំណត់បើអ្នករៀបការជាមួយខ្ញុំអ្នកក៏នឹងទទួលបានអត្ថប្រយោជន៍ផងដែរហើយអ្នកធ្វើការអ្វីប្រាក់ចំណូលប៉ុន្មានខ្ញុំធ្វើការងារធម្មតាប្រាក់ចំណូលប្រហែល3,000 ទៅ 4,000 ក្នុងមួយខែត្រឹម3-4,000មើលខ្លួនស្អាតតែខាងក្រៅតែសំបីតែអ្នកសុំទានក៏រកបានច្រើនជាងអ្នកបរិសុទ្ធធំមួយបែបនេះតែគ្មានសមត្ថភាពសោះមនុស្សក្រីក្រម្នាក់នៅតែហ៊ានមកស្វែងរកគូទៀតខ្ជះខ្ជាយពេលវេលាខ្ញុំបានស៊ើបអង្កេតហើយបុរសនោះឈ្មោះ Chen Yexing អាយុ45ឆ្នាំស្នាក់នៅសហគមន៍ Chengville តើត្រូវត្រៀមអំណោយឲ្យគាត់ទេមិនចាំបាច់ទេខ្ញុំគ្រាន់តែចង់ឲ្យគាត់បានមេរៀនមួយហេអ្នកនិយាយបែបនេះបានយ៉ាងម៉េចអាចនិយាយឲ្យសុភាពបន្តិចបានទេខ្ញុំជេរអ្នកហើយតើមានបញ្ហាអ្វីខ្លួនក្រីក្រតែបែរជាមិនឲ្យគេនិយាយប្រាក់3-4,000មិនគ្រប់ទិញកាបូបឲ្យខ្ញុំផងមកមើលទាំងអស់គ្នាអ្នកមិនពេញចិត្តខ្ញុំអ្នកអាចទៅបានហេតុអ្វីត្រូវមកអាម៉ាស់ខ្ញុំអាម៉ាស់អ្នកហើយធ្វើអីបរោះក្រីក្រនឹងនៅលីវបែបនេះតើនារីណាអាចពេញចិត្តអ្នកណានិយាយថាគ្មានអ្នកជានរណាខ្ញុំជាគូស្វែងរករបស់គាត់បរោះក្រីក្របែបនេះអ្នកក៏អាចទទួលយកបានដែរមាត់និយាយឲ្យស្អាតបន្តិចបើមិនដូច្នោះខ្ញុំនឹងវាយអ្នកកំពុងវាយខ្ញុំមែនទេបើមាត់អ្នកនៅមិនស្អាតខ្ញុំនឹងវាយអ្នកម្ដងទៀតតើអ្នកដឹងទេថាកូនប្រុសខ្ញុំជានរណាគាត់ជាប្រធានផ្នែកលក់នៃ Chenghe Group គាត់អាចសម្លាប់អ្នកបានក្នុងមួយផ្លែត Chenghe Group ល្អណាស់ខ្ញុំនឹងរងចាំមើលHello កូនប្រុសមនុស្សមកធ្វើបាបពួកយើងហើយប្រញាប់មកទីនេះហាំអ្នកណាដែលហ៊ានធ្វើបាបម៉ាក់ខ្ញុំកូនប្រុសគឺពួកគេទាំងពីរបរោះចាស់មិនដឹងស្លាប់រស់ម្នាក់និងស្ត្រីម្នាក់ដែលនៅស្អាតហេតុអ្វីមើលទៅស្គាល់បើស្គាល់ចូលបើកភ្នែកឲ្យធំហើយមើលឲ្យច្បាស់ថាខ្ញុំជានរណាខ្ញុំមិនខ្វល់ថាអ្នកជានរណាទេបើអ្នកហ៊ានធ្វើបាបម៉ាក់ខ្ញុំថ្ងៃនេះខ្ញុំនឹងមិនទុកឲ្យអ្នកណាម្នាក់រស់ឡើយឈប់អ្នកក្រមឋានៈហ៊ានប្រឆាំងលើអ្នកលើនេះគឺប្រធានក្រុមហ៊ុនលោកលីហ្គេងហើយអ្នកក្លាហានណាស់វ៉ាងហ៊ុយអ្នកក្លាហានណាស់លោកប្រធានក្រុមហ៊ុនវ៉ាងហ៊ុយមែនទេខ្ញុំសូមជូនដំណឹងជាផ្លូវការអ្នកត្រូវបានក្រុមហ៊ុនដកចេញពីតំណែងចាប់ពីពេលនេះអ្នកត្រូវនាំម្ដាយរបស់អ្នកចេញពីទីនេះភ្លាមមិនមែនទេលោកប្រធានសូមស្ដាប់ការពន្យល់របស់ខ្ញុំផងលោកប្រធានខ្ញុំដឹងថាខ្ញុំខុសហើយលោកប្រធានខ្ញុំពិតជាដឹងថាខ្ញុំខុសហើយសូមអនុញ្ញាតឲ្យខ្ញុំណែនាំខ្លួនផ្លូវការខ្ញុំឈ្មោះហានយុនស៊ីកាលពីយប់មិញអ្នកបានជួយខ្ញុំនោះគ្រាន់តែជារឿងតូចប៉ុណ្ណោះខ្ញុំជឿថាមនុស្សណាដែលមានមនុស្សធម៌ក៏នឹងជួយដូច្នេះដែរនៅពេលជួបរឿងបែបនេះឡាវឆេនអ្នកមិនប្រកាន់ទេប្រសិនបើខ្ញុំធ្វើឲ្យអ្នកស្រុករបស់អ្នកខូចមុខមាត់បើអ្នកពិតជាប្រកាន់ខ្ញុំក៏មិនចង់លេងសើចអ្វីទេឡាវឆេនខ្ញុំនិយាយមែនទែន
ខ្ញុំគ្រាន់តែជាបុគ្គលិកសម្អាតនៅសន្តាគារម្នាក់ប៉ុណ្ណោះមួយខែរកបានតែប៉ុន្មានពាន់យន់ជាមនុស្សថ្នាក់ទាបក្នុងសង្គមប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តគឺអត្តចរិតនិងសុចរិតភាពរបស់អ្នកចំពោះប្រាក់ចំណូលរបស់អ្នកខ្ញុំមិនខ្វល់ទេយ៉ាងណាមិញខ្ញុំមានលុយច្រើនរួចហើយហាល្អណាស់អ្នកមានលុយអ្នកអាចធ្វើអ្វីក៏បានប៉ុន្តែរវាងយើងអាយុក៏ខុសគ្នាច្រើនពេកហេតុអ្វីមិនសមបរិសដែលអាយុច្រើនបន្តិចទើបចេះថែទាំមនុស្សវាពិតជាសំណាស់និយាយតាមត្រង់ខ្ញុំមានកូនប្រុសម្នាក់អាយុជាង20ឆ្នាំហើយអ្នកស្មើតែទទួលបានកូនប្រុសម្នាក់ដោយឥតគិតថ្លៃនេះមិនមែនជាសំណាងពីរដងទេឥឡូវអ្នកមានអ្វីចង់និយាយទៀតទេអត់ទេគ្មានអ្វីទេដូច្នេះចូលមកជាមួយខ្ញុំទៅចាំបន្តិចទៅណាទៅធ្វើសម្បត្តិរៀបការចុះអាពាហ៍ពិពាហ៍នោះហើយធ្វើសម្បត្តិរៀបការអ្នកក៏កំ pl ែងណាស់ដែរល្អហើយពេលមានពេលអ្នកហៅកូនអ្នកមកផងយើងអាចស្គាល់គ្នាបន្តិចចំពោះផ្ទះថ្មីរងចាំខ្ញុំធ្វើការរួចយើងទៅមើលជាមួយគ្នានេះជាអំណោយតូចមួយដែលខ្ញុំចង់ឲ្យអ្នកខ្ញុំមិនមានអ្វីមានតម្លៃទេសង្ឃឹមថាអ្នកមិនប្រកាន់តើអាចប្រកាន់បានយ៉ាងដូចម្តេចមកអ្នកជួយពាក់ឲ្យខ្ញុំផងរួចហើយស្អាតទេស្អាតនាងស្អាតណាស់ហេខ្ញុំស្អាតមែនទេល្អហើយខ្ញុំមិនលេងសើចអ្នកទៀតទេខ្ញុំទៅមុនហើយលោកម្ចាស់មនុស្សនោះទៅឆ្ងាយហើយតែអ្នកនៅមើលតាមទៀតតើអ្នកគិតថាហានយុនស៊ីដឹងអត្តសញ្ញាណពិតរបស់ខ្ញុំទេមិនអាចទេអត្តសញ្ញាណរបស់អ្នកគឺសម្ងាត់កម្រិតខ្ពស់មនុស្សពីសាខាបរទេសទាំងអស់មកដល់ហើយបើមកគ្រប់ហើយគ្រាន់តែរងចាំអ្នកប៉ុណ្ណោះអូមែនហើយឪពុកធរកាលពីយប់មិញវ័យភីងមេក្រុមហ៊ុនហាន់យ៉ាងឡងចង់រៀបចំជប់លៀងនៅសន្តាគារ Chairman ដើម្បីសុំទោសអ្នកខ្ញុំមិនមានពេលទៅខ្វល់គាត់ទេលោកប្រធានអ្នកនិយាយថាចង់ផ្ដល់អំណោយធំឲ្យនាងហេតុអ្វីក៏ផ្ដល់ខ្លួនឯងទៅវិញអ្នកមិនយល់ទេបរោះដូចឡាវឆេនដែលមានភាពស្ងប់ស្ងាត់និងមានស្នេហាទៅរកឯណាបានទៀតអ្នកមែនជាស្រឡាញ់ខ្លាំងណាស់មែនហើយលោកប្រធានយើងទើបទទួលបានព័ត៌មានថាគូដណ្ដឹងរបស់កូនប្រុសស៊ីវស៊ីឈិនកំពុងធ្វើការនៅក្រុមហ៊ុនយើងឈ្មោះលីនមេងយ៉ាវនាងទើបចូលធ្វើការមិនយូរទេបច្ចុប្បន្នជានិស្សិតហាត់ការនៅផ្នែករដ្ឋបាលនិស្សិតហាត់ការជូនដំណឹងទៅផ្នែកធនធានមនុស្សឲ្យនាងឡើងតំណែងនិងឡើងប្រាក់ខែឲ្យនាងក្លាយជាប្រធានផ្នែករដ្ឋបាលតែលោកប្រធាននាងគ្រាន់តែជានិស្សិតហាត់ការប៉ុណ្ណោះប្រហែលមិនអាចទទួលខុសត្រូវការងារនេះបានទេនេះគឺជាអំណោយដំបូងដែលខ្ញុំនឹងឡាវឆេនផ្ដល់ឲ្យនាងបើទោះបីសមត្ថភាពលីនមេងយ៉ាវមិនគ្រប់គ្រាន់ក៏អាចបណ្ដុះបណ្ដាលបន្តិចបានពេលក្រោយយើងក៏ជាគ្រួសារដូចគ្នាហើយឡាវឆេនត្រូវហើយចាប់ពីថ្ងៃនេះទៅ Chairman នឹងបង្កើនការវិនិយោគលើសកម្មភាពសប្បុរសធម៌ដោយយកប្រាក់ចំណូលប្រចាំឆ្នាំ5របស់ក្រុមហ៊ុនបង្កើតមូលនិធិសប្បុរសធម៌មួយសៀវសៀវមកដល់ហើយមិនបានឲ្យអ្នកទាំងអស់គ្នារងចាំយូរទេមែនទេអាចរងចាំអ្នកបានគឺជាកិត្តិយសរបស់ពួកយើងយ៉ាវយ៉ាវរីករាយថ្ងៃកំណើតផ្កាក៏មានលុយចាយមិនអស់ជាមួយបាច់នេះសម្រាប់អ្នកអរគុណសៀវសៀវអូយនិយាយទៅលើកនេះពិតជាត្រូវអរគុណសៀវសៀវណាស់បើមិនមែនដោយសារមុខមាត់របស់គេទេបន្ទប់ពិសេសនៅសន្តាគារ Chairman នេះមិនមែនមានលុយហើយអាចកក់បានទេអ្នកមិនប្រញាប់អរគុណគាត់ទេអូអត់អីទេខ្ញុំគ្រាន់តែប្រាប់ឪពុកខ្ញុំមួយម៉ាត់ប៉ុណ្ណោះក៏ដោះស្រាយបានហើយនរណាឲ្យខ្ញុំមានឪពុកមានលុយដែរអូមែនហើយបន្តិចទៀតឪពុកខ្ញុំនឹងមកផងពិតមែនទេបើអញ្ចឹងខ្ញុំត្រូវតែអរគុណលោកពូដោយផ្ទាល់ហើយអូយសៀវសៀវពិតជាអស្ចារ្យណាស់មិនត្រឹមតែមានទេពកោសល្យទេតែគ្រួសារក៏ល្អឥតខ្ចោះផងដែរមែនហើយគាត់អាយុប្រហាក់ប្រហែលយើងប៉ុណ្ណោះប៉ុន្តែឥឡូវនេះក្លាយជាអនុប្រធានក្រុមហ៊ុនឆេងហើយក្នុងមួយឆ្នាំកន្លងមកការងាររបស់អ្នកធ្វើបានល្អណាស់សរុបមកសំនឹងតម្រូវការរបស់ខ្ញុំគ្រាន់តែពាក្យនេះពីឪពុកធំទូលំបាកប៉ុណ្ណាក៏មានតម្លៃដែរត្រូវហើយចាប់ពីថ្ងៃនេះទៅ Chairman នឹងបង្កើនការវិនិយោគលើសកម្មភាពសប្បុរសធម៌ដោយយកប្រាក់ចំណូលប្រចាំឆ្នាំ5របស់ក្រុមហ៊ុនបង្កើតមូលនិធិសប្បុរសធម៌មួយអ្វីឪពុកអ្នកគឺ
ភ្ញៀវជាទីគោរពទាំងអស់ចំណតរថយន្តនៅខាងនោះសូមដើរយឺតមិនចាំបាច់ផ្ញើទេប៉ាហេតុអ្វីប៉ានៅទីនេះអុយអាជីវកម្មសន្តាគារនេះកំពុងរវល់ណាស់ខ្វះបុគ្គលិកថ្ងៃនេះគេជួលបណ្ដោះអាសន្ន300យន់ក្នុងមួយថ្ងៃអូនកុំចូលចិត្តដឹងអីទេត្រឡប់ទៅវិញទៅបានហើយខ្ញុំទៅមុនហើយអេចាំសិនជេមីងឈប់ឡានរបស់យើងខ្ញុំនឹងចតឡានតើត្រចៀកអ្នកស្ដាប់មិនច្បាស់ឬប្រយ័ត្នកុំឲ្យកោះឡានបើខូចអ្នកមិនអាចសងបានទេក្នុងជីវិតនេះចុះទៅកុំធ្វើបែបនេះកុំហៅគាត់ថាប៉ាអីអ្វីប៉ាអ្នកប៉ាខ្ញុំប៉ាអ្នកមិនមែនជាអ្នកគួរតែពន្យល់មកបានហើយគ្រប់គ្រាន់ទេជេមីងប៉ាហាលុយនេះរកបានងាយណាស់អីជ្រើសឡានឲ្យល្អខ្ញុំបានកក់បន្ទប់ទាំងមូលហើយជាបុគ្គលិកបម្រើក៏គ្រាន់តែបម្រើមនុស្សដូចគ្នាបន្ទប់ខ្ញុំកំពុងខ្វះមនុស្សយកតែឬដាក់ទឹកអ្នកមកធ្វើទៅអ្នកមិនទាន់ចប់ទៀតឬប៉ាអ្នកមិនមែនជាបុគ្គលិកបម្រើទេធ្វើជាបុគ្គលិកបម្រើហើយនៅតែមានមុខមាត់ទៀតកូនប្រុសអ្នកកុំប្រញាប់មិនអីទេសូមអរគុណសាច់ញាតិនិងមិត្តភ័ក្តិទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមថ្ងៃកំណើតរបស់ខ្ញុំក៏ចង់អរគុណគូដណ្ដឹងរបស់ខ្ញុំឆេនហៅដែលរៀបចំពិធីជប់លៀងធំនេះឲ្យខ្ញុំគ្រាន់តែអ្នកសប្បាយចិត្តគ្រប់គ្រាន់ហើយអេលោកយ៉ាវប្រធានផ្នែកយ៉ាវកំពុងស្វែងរកអ្នកសួស្ដីលោកយ៉ាវប្រធានផ្នែកតើមានរឿងអ្វីរកខ្ញុំអ្នកស្រីលេងសូមអបអរសាទរអ្នកបានឡើងតំណែងហើយក្រុមហ៊ុនបានតែងតាំងអ្នកជាប្រធានផ្នែករដ្ឋបាលប្រាក់ខែប្រចាំឆ្នាំ2លានយ៉នអ្វីឲ្យខ្ញុំធ្វើជាប្រធានផ្នែករដ្ឋបាលប្រធានក្រុមហ៊ុនក៏បានឲ្យខ្ញុំបញ្ជូនពាក្យមួយផងដែរគាត់និយាយថាពេលក្រោយយើងគឺជាគ្រួសារតែមួយយ៉ាវល្អណាស់យ៉ាវអ្នកត្រូវជួយគាត់ហើយមែនហើយពេលនេះអ្នកក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ហើយប្រាក់ខែ2លានក្នុងមួយឆ្នាំអបអរសាទរអ្នកបានក្លាយជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន King ហើយអាចឃើញថាលោកហានគោរពអ្នកប៉ុណ្ណាសូម្បីតែខ្ញុំក៏ច្រណែនដែរបន្ទាប់ពីនេះមនុស្សខ្លះប្រហែលមិនសមនឹងអ្នកទៀតទេយ៉ាងឆៃពិតជាអំណោយថនណាស់ឲ្យខ្ញុំស្ងប់ស្ងាត់បន្តិចដំណឹងនេះមកភ្លាមពេកស្ដាប់ខ្ញុំមុនខ្ញុំគិតថារឿងនេះមិនសូវត្រឹមត្រូវទេអ្នកទើបតែចូលធ្វើការមិនយូរទើបតែជាអ្នកហាត់ការផងតើធ្វើដូចម្ដេចអាចឡើងតំណែងខ្ពស់បែបនេះបានហេអ្នកនិយាយបែបនេះមានន័យអ្វីតាមន័យអ្នកគឺនិយាយថាយ៉ាវរបស់យើងមិនសមនឹងតំណែងនេះទេឬអ្នកច្រណែនមិនចង់ឃើញអ្នកដទៃល្អមិនអាចជាបែបនោះទេខ្ញុំជាគូដណ្ដឹងរបស់យ៉ាវគាត់ឡើងតំណែងនិងឡើងប្រាក់ខែខ្ញុំសប្បាយចិត្តជាងគេផងតើខ្ញុំអាចច្រណែនគាត់បានយ៉ាងដូចម្ដេចខ្ញុំគ្រាន់តែមានអារម្មណ៍ថារឿងនេះមើលទៅចម្លែកបន្តិចប៉ុណ្ណោះគ្រប់គ្រាន់ហើយឆេនហៅរឿងនេះលោកយ៉ាវជាអ្នកប្រាប់ផ្ទាល់តើអាចคล้ายបានដែរឬអ្នកគិតថាខ្ញុំគ្មានសមត្ថភាពពិតខ្ញុំមិនចង់និយាយទៀតទេខ្ញុំមិនចង់ស្ដាប់ទៀតទេច្បាស់ថាខ្លួនឯងគ្មានសមត្ថភាពប៉ុន្តែបែរជាមិនអាចទ្រាំមើលឃើញអ្នកដទៃល្អជាងបានពិតជាចង់បង្ករឿងមែនឃើញយ៉ាវកំពុងឡើងខ្ពស់មានអ្នកខ្លះប្រាក់ខែតែប៉ុន្មានពាន់យ៉នក៏នៅតែចំណែងគេមនុស្សខ្លះនោះគឺខ្លួនឯងគ្មានសមត្ថភាពតែបែរជាមិនអាចទ្រាំឃើញអ្នកដទៃជោគជ័យបានយ៉ាវកុំយកចិត្តទុកដាក់នឹងមនុស្សដែលបំផ្លាញបរិយាកាសទាំងនោះថ្ងៃនេះជាថ្ងៃធំរបស់អ្នកគួរតែអបអរសប្បាយអីចឹងទៅយើងធ្វើកម្មវិធីថ្មីមួយបន្តិចដើម្បីអបអរបន្តអ្នកនោះមកទីនេះបន្តិចហេអ្នកនោះខ្ញុំកំពុងហៅអ្នកមកនេះឆាប់ពួកអ្នកដែលធ្វើការងារខាងកម្លាំងរាងកាយបាតសង្គមទំនងជាអាចផឹកស្រាបានខ្លាំងណាស់មែនទេមកសូមសម្ដែងឲ្យយ៉ាវនិងមនុស្សទាំងអស់មើលបន្តិចអីឲ្យផឹកស្រាអ្នកមានសិទ្ធិអ្វីឲ្យពុកខ្ញុំផឹកស្រាអ្នកគិតថាខ្ញុំជាមនុស្សអ្វីគាត់គឺមកបម្រើពួកយើងប៉ុណ្ណោះបើមិនដូច្នេះទេដោយសារតែអត្តសញ្ញាណរបស់គាត់តើមានសិទ្ធិអ្វីមកនៅទីនេះកូនឲ្យចុះទៅសៀវយ៉ាងកុំឲ្យគាត់បង្ករឿងទៀតខ្ញុំវិញគិតថាគំនិតរបស់លោកសែននេះមិនអាក្រក់ទេខ្ញុំមិនបានឲ្យគាត់ផឹកដោយឥតគិតថ្លៃទេគាត់ផឹកស្រាជូនយ៉ាវមួយកែវខ្ញុំឲ្យគាត់1000យ៉នបើគាត់ផឹកអស់ទាំងអស់លុយទាំងនោះជារបស់គាត់
ផឹកស្រាអីឪពុកខ្ញុំជាមនុស្សចាស់ជាងយ៉ាវយ៉ាវតើអាចឲ្យមនុស្សចាស់ផឹកស្រាជូនអ្នកក្មេងបានយ៉ាងដូចម្ដេចយ៉ាវយ៉ាវអ្នកក៏ដឹងហើយថាខ្ញុំកំពុងតែត្រូវឡើងជានាយកក្រុមហ៊ុនឲ្យគាត់ផឹកស្រាជូនខ្ញុំប៉ុន្មានកែវមានអីខុសលោកចេនរកលុយក៏មិនងាយដែរថ្ងៃនេះលោក40បរោះបែបនេះការផឹកស្រាគ្រាន់តែជារូបមន្តប៉ុណ្ណោះត្រូវហើយអ្នកនៅស្ទាក់ស្ទើរអ្វីទៀតស្រានេះថ្លៃណាស់មួយដបអស់ជាច្រើនម៉ឺនយ៉នបើមិនមែនថ្ងៃខួបកំណើតយ៉ាវយ៉ាវទេមនុស្សជនបទដូចអ្នកមួយជីវិតក៏មិនអាចផឹកស្រាបែបនេះបានទេហេលោកចេនខ្ញុំរួចការងារហើយតោះទៅញ៉ាំបាយថ្ងៃត្រង់ជាមួយគ្នាអេគាត់គ្មានពេលនិយាយជាមួយអ្នកទេពួកយើងកំពុងរងចាំឲ្យគាត់ផឹកស្រាជូនមេងយ៉ាវផឹកស្រាជូនមេងយ៉ាវនេះវាអស្ចារ្យពេកហើយតើមានឪពុកក្មេកណាផឹកស្រាជូនកូនប្រសាទេកូនប្រសាអីអ្នកស្រីចាស់កុំមកនិយាយអ្វីមិនពិតខ្ញុំមិនដែលគិតរៀបការជាមួយមនុស្សដូចចេនហាវទេគាត់ផឹកស្រាជូនមេងយ៉ាវមួយកែវខ្ញុំឲ្យគាត់1000យ៉នអ្នកមិនមែននិយាយថាឌឺមានសុភមង្គលរួមគ្នាទេចុះអ្នកក៏មកផឹកស្រាជូនយ៉ាវយ៉ាវដែរទទួលលុយទៅមិនចាំបាច់ទេល្អណាស់ខ្ញុំនឹងទៅឥឡូវនេះអ្នកស្រីចាស់នេះហ៊ានហៅខ្ញុំថាបើអ្នកស្រីចាស់ទៀតហើយឲ្យខ្ញុំទៅផឹកស្រាទៀតសំឡេងនេះហាក់ដូចជាមនុស្សពីផ្នែកធនធានមនុស្សនៃក្រុមហ៊ុនយើងស៊ីវឈុនលីមេងសៀងល្អណាស់យកអំណោយដែលយើងរៀបចំរួចទៅផងយើងទៅឥឡូវនេះបើពេលក្រោយនាងមកពិតពួកអ្នកនឹងមិនអាចសែកបានទៀតទេស្ដាប់អ្នកនិយាយបែបនេះមើលទៅគូស្នេហ៍អ្នកមិនធម្មតាទេខ្ញុំចង់ដឹងណាស់ថាស្ត្រីចាស់ណាដែលនឹងចូលចិត្តមនុស្សអសមត្ថភាពនិងខ្សោយដូចអ្នកចេនហៅអ្នកបានរើសហើយមែនទេមេងយ៉ាវបាននិយាយហើយថានាងមិនរៀបការជាមួយអ្នកទេមេងយ៉ាវអ្នកនិយាយអីទៅតែនេះអ្នកចង់ឲ្យខ្ញុំនិយាយត្រង់មែនទេចេនហៅមើលខ្លួនអ្នកឥឡូវនេះមើលតើមានចំណុចណាមួយសំនឹងខ្ញុំទេតើគ្រាន់តែព្រោះអ្នកឡើងតំណែងហើយចង់បោះបង់ខ្ញុំមែនទេកុំក្មេងទៀតបានទេខ្ញុំពិតជាប្រែប្រួលហើយដោយការខិតខំរបស់ខ្ញុំទទួលបានការទទួលស្គាល់ពីប្រធានក្រុមហ៊ុនខ្ញុំបានក្លាយជានាយកក្រុមហ៊ុនចំណែកអ្នកវិញអ្នកមិនបានប្រែទេអ្នកនៅតែធម្មតាគ្មានសមិទ្ធផលអ្វីទាំងអស់ចេនហៅយើងបែកគ្នាទៅអស្ចារ្យណាស់យ៉ាវយ៉ាវអ្នកចុងក្រោយបានគិតដល់ហើយខ្ញុំបានប្រាប់អ្នកជាយូរហើយថាមនុស្សដែលរកបានតែប៉ុន្មានពាន់យ៉នក្នុងមួយខែមិនសមនឹងអ្នកទេចាប់ពីថ្ងៃនេះទៅយ៉ាវយ៉ាវនឹងឡើងខ្ពស់ដូចហោះទៅមេឃចេនហៅមនុស្សដូចអ្នកសំបីមរាមជើងរបស់នាងក៏មិនអាចប្រៀបបានផងខ្ញុំសួរថាពួកអ្នកស្រីពីរអ្នកនេះហេតុអ្វីនិយាយពីអាក្រក់បែបនេះអ្នកចាស់អ្នកនៅមានមុខមកនិយាយទៀតខ្ញុំប្រាប់អ្នកចេនហៅត្រូវគេមើងងាយក៏ព្រោះតែអ្នកជាឪពុកគ្មានប្រយោជន៍ទើបបានកូនប្រុសគ្មានប្រយោជន៍ដូចគ្នាពិតណាស់ឪពុកបែបណាកូនក៏បែបនោះឈប់ទាំងអស់បើចង់ធ្វើអីមកលើខ្ញុំកុំធ្វើបាបឪពុកខ្ញុំដឹងថាអ្នកមិនពេញចិត្តតែខ្ញុំត្រូវប្រាប់អ្នកថាអ្វីដែលខ្ញុំត្រូវការគឺគូស្នេហ៍ដែលអាចដើរទៅមុខជាមួយខ្ញុំនិងចែករំលែកកិត្តិយសជាមួយគ្នាមិនមែនមនុស្សដែលរកបានតែប៉ុន្មានពាន់យ៉នក្នុងមួយខែដូចអ្នកទេលីនមេងយ៉ាវអ្នកពិតជាគិតថាតំណែងនាយកដែលអ្នកមានឥឡូវនេះគឺបានមកពីសមត្ថភាពរបស់អ្នកមែនទេសៀវឈុនលីនមេងយ៉ាវខ្ញុំចង់ដឹងណាស់ថាពួកអ្នកអាចទ្រាំទ្រកំហឹងរបស់គេស្ត្រីចាស់គេម្នាក់នេះបានដែរឬទេដោយសមត្ថភាពរបស់អ្នកខ្ញុំអាចក្លាយជានាយកក្រុមហ៊ុនមែនទេខ្ញុំមិនពឹងខ្លួនឯងទេឬក៏ពឹងអ្នកណាមិនសំខាន់ទេអ្វីដែលសំខាន់គឺអ្នកកំពុងតែបាត់បង់អ្វីទាំងអស់នេះហើយកូនប្រុសដែលមិនគួរឲ្យយល់ពេលខ្លះការមើលឃើញមុខមាត់ពិតរបស់មនុស្សម្នាក់មិនមែនជារឿងអាក្រក់ទេអ្នកនិយាយត្រឹមត្រូវទាំងអស់គឺជាកំហុសខ្ញុំដែលខ្ញុំភ្នែកងងឹតមិនបានឃើញមុខមាត់ពិតរបស់នាងឥឡូវបានដឹងក៏មិនយូរទេលីនមេងយ៉ាវខ្ញុំត្រូវអរគុណអ្នកណាស់អរគុណដែលបានបង្រៀនមេរៀនដ៏រស់រវើកមួយឲ្យកូនប្រុសខ្ញុំកូនប្រុសចាំទុកក្នុងចិត្តមនុស្សប្រុសម្នាក់ចង់ឲ្យពេញវ័យពិតប្រាកដត្រូវតែឆ្លងកាត់ការលំបាកនេះអ្នកដែលប្រាក់ខែត្រឹម3000យ៉ាងនេះក៏អាចអប់រំកូនបានដែរហាហាហាអ្នកនិយាយអ្វីខ្ញុំយល់ហើយយើងទៅចង់ទៅមិនងាយប៉ុន្មានទេតើអ្នកភ្លេចអ្វីមួយហើយឬអ្នកនៅចង់ធ្វើអ្វីទៀតអ្នកមិនទាន់លើកកែវស្រាគោរពខ្ញុំដែលជានាយកទេហើយចង់ទៅ
អ្នកពិតជាធ្វើលើសពេកហើយខ្ញុំចង់ធ្វើបាបអ្នកតាមានបញ្ហាអ្វីព្រោះអ្នកទាំងពីរនេះគ្មានតម្លៃអ្វីឡើយថ្ងៃនេះស្រានេះបើមិនផឹកអស់អ្នកណាក៏មិនអាចចេញពីទីនេះបានបើខ្ញុំឲ្យផឹកអ្នកត្រូវតែផឹកកុំបង្ខំឲ្យខ្ញុំបុកធ្មេញអ្នកហើយចាក់ស្រាចូលមាត់អ្នកបានកែវនេះខ្ញុំផឹកឯងកូនប្រុសបើអ្នកចង់ផឹកសូមឲ្យប៉ាផឹកជាមួយអ្នកចាំទុកក្នុងចិត្តការបរាជ័យបន្តិចមួយមិនមែនជារឿងធំទេទាំងអស់គឺកំហុសប៉ាដែលមិនមានសមត្ថភាពការពារអ្នកមកចូលផឹកហាហាហាពិតជាឆ្កែស្ដាប់បង្គាប់ពីមែនប្រាក់តិចនេះគឺលើសមត្ថភាពអ្នកហើយកូនប្រុសចាំទុកសំណើចរបស់ពួកគេឥឡូវនេះពេលក្រោយពួកគេសាច់ខ្លាំងប៉ុណ្ណាពួកគេនឹងយំប៉ុណ្ណោះអ្នកនៅចង់ឲ្យយើងយំពឹងអ្វីពឹងមាត់អ្នកឬមនុស្សខ្លះចូលចិត្តធ្វើសម្ដែងធំថ្ងៃនេះយើងនឹងបង្រៀនគាត់មេរៀនមួយមកផ្ទះមាត់បរោះចាស់នេះឲ្យហាមបុកធ្មេញគាត់ឲ្យបែកមិនត្រឹមតែប៉ុណ្ណោះខ្ញុំនឹងប្រើឈ្មោះក្រុមហ៊ុនស៊ីងហ៊ុយបិទផ្លូវពួកគេនៅទីក្រុងនេះបើនរណាឃើញពួកគេត្រូវវាយឲ្យខ្លាំងខ្ញុំចង់ឃើញនរណាហ៊ានអ្នកជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនស៊ីងហ៊ុយស៊ីវឈួនអ្នកកំពុងស្វែងរកសេចក្តីស្លាប់ឬប្រធានក្រុមហ៊ុនមកហើយបើប្រធានឃើញយើងកំពុងធ្វើបាបមនុស្សវានឹងលំបាកហើយប្រធានខ្ញុំមិនចង់ស្ដាប់ការពន្យល់របស់អ្នកទេប្រធានសូមស្ដាប់ខ្ញុំពន្យល់ព្រោះឪពុកនិងកូននេះមកបង្ករំខានក្នុងពិធីខួបកំណើតដូច្នេះខ្ញុំទើបធ្វើបែបនេះថ្ងៃនេះខ្ញុំមកទីនេះដើម្បីផ្ដល់អំណោយមួយដល់សមាជិកគ្រួសារម្នាក់ដែលខ្ញុំទើបជួប Villa Chengong 1 រថយន្ត Maserati Limited Edition 1 នាឡិកា Patek Philippe 1 និងសាច់ប្រាក់50 លានយ៉នសមាជិកគ្រួសារដែលទើបជួបអូយ៉ាវលោកចៅហ្វាយយ៉ាវបានទូរស័ព្ទមកនិយាយថាប្រធានបានចាត់អ្នកជាគ្រួសាររួចហើយយ៉ាវពីអ្នកហ្វឹកហាត់ត្រូវបានឡើងជានាយកក្រុមហ៊ុនហើយប្រធានក៏ផ្ដល់អំណោយធំដល់អ្នកទៀតនេះមានន័យថាគាត់ចង់បណ្ដុះអ្នកជាអ្នកស្នងតំណែងរបស់ទាំងនេះបូកគ្នាប្រហែលជាតម្លៃរាប់សិបលានតើមានអ្វីកើតឡើងតើអំណោយទាំងនេះមិនមែនសម្រាប់យ៉ាវទេលោកឆេនសូមទទួលអំណោយទាំងនេះមិនអាចទេសម្រាប់តំណែងនាយកនេះអ្នកក៏មិនសមដែរស៊ីវឈិននេះជាលើកដំបូងដែលយើងជួបគ្នាខ្ញុំមិនដឹងថាអ្នកចូលចិត្តអ្វីទេដូច្នេះខ្ញុំរៀបចំអំណោយបន្តិចបន្តួចតើអ្នកពេញចិត្តទេយើងមិនស្គាល់គ្នាទេហេតុអ្វីបានជាអ្នកផ្ដល់អំណោយទាំងនេះឲ្យខ្ញុំខ្ញុំគឺស្ត្រីចាស់ដែលអ្នកទាំងអស់គ្នាបាននិយាយដល់
យ៉ាវបើអ្នកមិនបែកគ្នាជាមួយសិនហាវទេនោះល្អប៉ុណ្ណានៅពេលនោះអ្នកអាចក្លាយជាកូនប្រសាររបស់លោកហានហើយប្រហែលអនាគតអ្នកក៏អាចគ្រប់គ្រងក្រុមហ៊ុនធំ Singfoy Chenghe Group ទៀតផងមែនហើយសំណាងធំដល់ថ្នាក់នេះតែខ្ញុំវិញបានបំផ្លាញវាដោយដៃខ្លួនឯងអេយ៉ាវអ្នកកុំបោះបង់ងាយអីចិនហាវឌឺស្រឡាញ់អ្នកខ្លាំងណាស់ប្រហែលអ្នកទាំងពីរនៅមានឱកាសត្រឡប់មកជាមួយគ្នាវិញតែខ្ញុំបានធ្វើអាក្រក់ចំពោះគាត់បែបនោះអីទៅមុខមាត់មិនសំខាន់ទេឱកាសត្រូវតែខិតខំយកដោយខ្លួនឯងគិតមើលទៅនាឡិកា Patek Philippe Lan Maserati ទាំងនោះប្រញាប់ទៅរកគាត់ទៅអ្នកចង់ធ្វើអ្វីចិនហាវខ្ញុំភ្លាមនេះបានដឹងថាស្នេហារយៈពេល5ឆ្នាំរបស់យើងការរស់នៅជាមួយគ្នារាល់ថ្ងៃមិនគួរត្រូវបញ្ចប់យ៉ាងឆាប់រហ័សបែបនេះទេអ្នកអត់ទោសឲ្យខ្ញុំម្ដងបានទេខ្ញុំដឹងថាខ្ញុំខុសពិតសូមអ្នកកុំបែកពីខ្ញុំបានទេមើលទៅមនុស្សនេះងាយបញ្ជាខ្លាំងណាស់ចិនហាវឆេនលើកនេះអ្នកធ្វើឲ្យខ្ញុំបាត់មុខបាត់មាត់ខ្ញុំនឹងសងវិញទ្វេដងកុំយកដៃខ្វក់របស់អ្នកមកប៉ះឡានខ្ញុំអ្នកថែមទាំងបង្អាប់ឪពុកខ្ញុំមុខមនុស្សជាច្រើនទៀតអ្នកខ្ញុំអត់ទោសអ្នកយ៉ាងដូចម្ដេចខ្ញុំបានសុំទោសយ៉ាងស្មោះត្រង់បែបនេះហើយតែហេតុអ្វីអ្នកមិនព្រមអត់ទោសខ្ញុំទេតើអ្នកចង់អ្វីទៀតប្រៀបធៀបនឹងរូបភាពដែលអ្នកកំពុងធ្វើដូចសត្វស្វាយលើនេះខ្ញុំចូលចិត្តទឹកមុខក្រអឺតក្រទុំរបស់អ្នកពីមុនជាងចិនហាវសូមមើលតាមស្នេហាដែលយើងធ្លាប់មានខ្ញុំសូមអង្វរយើងត្រឡប់មកជាមួយគ្នាវិញទៅខ្ញុំស្បត់ថាអនាគតខ្ញុំនឹងល្អចំពោះអ្នកទ្វេដងត្រឡប់មកជាមួយគ្នាទេខ្ញុំមិនអាចឡើងដល់កម្ពស់អ្នកបានទេលោកស្រីលីនមេងយ៉ាវប្រធានផ្នែកធំចិនហឺអ្នកចង់បំផ្លាញយើងទេតែជាក់ស្ដែងវាជាកំហុសអួតអាងរបស់អ្នកឯងនិយាយត្រឹមត្រូវណាស់មិនធ្វើឲ្យប៉ាខកចិត្តទេនៅលើពិភពលោកនេះមានស្រីល្អជាច្រើនមិនចាំបាច់ទៅព្យួរក្នុងដើមឈើកោងមួយទេអ្នកនិយាយថានរណាជាដើមឈើកោងគឺអ្នកនោះហើយបើចិនហាវមិនអត់ទោសអ្នកនោះខ្ញុំសូមប្រកាសជាផ្លូវការលីនមេងយ៉ាវអ្នកត្រូវបានបណ្តេញចេញពីក្រុមហ៊ុន Singfoy ហាមិនត្រឹមតែអ្នកទេសូម្បីផ្ទះក្នុងសង្កាត់របស់អ្នកក៏ត្រូវដកសិទ្ធិដែរហានយុនស៊ីអ្នកគិតថាខ្ញុំខ្វល់ពីការងារនេះមែនទេសៅឥឡូវយើងគួរធ្វើដូចម្តេចកុំបារម្ភមានខ្ញុំតើអ្នកគិតថាខ្ញុំគ្មានផ្លូវផ្សេងទៀតទេខាងក្រោយខ្ញុំមានគ្រួសារសៀវ Chiao Family ថ្ងៃនេះគ្រួសារសៀវរបស់យើងកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សធំពីក្រុមហ៊ុន Sherman Group ហើយឪពុកខ្ញុំក៏ត្រូវបានតែងតាំងជាប្រធានសាខា Yansedi របស់ Sherman ផងដែរពីមុនគ្រួសារសៀវត្រូវប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនផ្សេងប៉ុន្តែឥឡូវនេះមិនចាំបាច់ទៀតទេបន្ទាប់ពីភ្ជាប់ជាមួយ Sherman ការកើនឡើងរបស់គ្រួសារសៀវនៅខេត្តណានសេងមិនអាចទប់ស្កាត់បានទេយ៉ាវក្រុមហ៊ុន Singfoy តូចប៉ុណ្ណោះមិនមានអ្វីគួរឲ្យសោកស្ដាយទេបើអ្នកចង់ខ្ញុំគ្រាន់តែនិយាយមួយម៉ាត់អ្នកអាចចូលធ្វើការនៅ Sherman Group បាននោះជាក្រុមហ៊ុនរឿងព្រេងមានទ្រព្យសម្បត្តិជាង 10,000 លានហើយអាជីវកម្មរបស់វាមាននៅទូទាំងពិភពលោកប្រៀបធៀបនឹង Sherman ក្រុមហ៊ុន Singfoy គ្រាន់តែជារបស់តូចប៉ុណ្ណោះសៅអ្នកនិយាយពិតមែនទេប្រកាសណាស់ខ្ញុំមិនកុហកអ្នកទេសូមអ្នកជួយខ្ញុំផងបំបត្តិកំហឹងនេះហើយបង្រៀនមេរៀនដល់ឪពុកកូនដែលរស់លើអ្នកដទៃនេះអូត្រូវហើយស្ត្រីចាស់នេះផងដែរគាត់បានទះខ្ញុំជាច្រើនដងខ្ញុំចង់ឲ្យគាត់មកសុំទោសខ្ញុំផ្ទាល់មិនមានបញ្ហាទេខ្ញុំទើបតែតាក់ទងមនុស្សធំម្នាក់នៅពិភពអន្តការពេលគាត់មកដល់ពួកអ្នកទាំងអស់នឹងរត់គេចមិនរួចទេអីទោះអ្នកនាំអ្នកណាមកខ្ញុំក៏មិនខ្លាចទេអូបើជាមនុស្សឈ្មោះយូជីវឡុងវិញល្អមែនទេអ្វីយូជីវឡុងតើវាមិនមែនជាមនុស្សដៃស្ដាំដ៏មានអំណាចបំផុតរបស់អង្គភាព Dragon Guard នៅភាគខាងត្បូងទេសៅអ្នកអាចអញ្ជើញមនុស្សធំបែបនេះបានមែនទេយូជីវឡុងធ្លាប់ជំពាក់បំណុលគុណខ្ញុំម្ដងគាត់សន្យាថាបើខ្ញុំជួបបញ្ហាអ្វីនៅខេត្តណានសេងគាត់អាចជួយដោះស្រាយឲ្យខ្ញុំបានទាំងអស់បើដូច្នេះមិនងាយស្រួលទេដែលនឹងដោះស្រាយរឿងនេះបើយូជីវឡុងមកដល់ពេលនេះពិតជាមានបញ្ហាធំហើយគឺខ្លាំងមែនឬតាមពាក្យឮគេនិយាយថាហ៊ុនជីងឡុងដែលអាចឈរនៅលំដាប់ទី10ជាងក្នុងពិភពបរោះនោះគឺដោយសារតែមានយូជីវឡុងជាអ្នកជួយយ៉ាងសំខាន់ប៉ុន្តែកូនប្រសាររបស់ស៊ុនសមីងមានឈ្មោះល្បីថាសាហាវខ្លាំងណាស់ប៉ុន្មានឆ្នាំមកនេះមនុស្សជាច្រើនបានស្លាប់នៅក្រោមដៃគេរាប់មិនអស់ហឹម
គេឈ្មោះគនៀតនេះពិតជាល្បីមែនមើលទៅចុះពួកគេប៉ុន្មានអ្នកនោះត្រូវភ័យខ្លាចទៅហើយអ្នកទាំងពីរបើមានរឿងអ្វីចូលមករកខ្ញុំទៅគុំទាញឪពុកខ្ញុំនិងហានយូចូលពាក់ព័ន្ធឥឡូវអ្នកដឹងខ្លាចហើយតើមុននេះអ្នកគិតអ្វីពេលអ្នកចង់រៀបការជាមួយខ្ញុំពេលអ្នកបន្ទាបបន្ថោកខ្ញុំមុននេះមិនមែនអ្នកអួតខ្លាំងណាស់ទេអ្នកហៅអ្វីថាបន្ទាបបន្ថោកច្បាស់ណាស់ថាពួកអ្នកខុសមុនយ៉ាវកុំខ្ជះខ្ជាយពេលនិយាយជាមួយពួកគេទៀតមិនយូរប៉ុន្មានទេយូជីវឡុងនិងពួកគេនឹងមកដល់ពេលនោះអ្នកនឹងដឹងថាអ្វីហៅថាអ្នកស្នងតំណែងពិតប្រាកដលើកនេះពិតជាអរគុណអ្នកណាស់អ្នកពិតជាគិតថាគ្រាន់តែហៅយូជីវឡុងមកនឹងអាចឈ្នះបានឬបើមិនអញ្ចឹងតើមានអ្វីទៀតគួរឲ្យសែកណាស់តើអ្នកគិតថាយូជីវឡុងមិនអាចដោះស្រាយពួកអ្នកបានឬសូម្បីតែចៅហ្វាយរបស់គេហ៊ុនជីវឡុងមកទីនេះក៏មិនហ៊ានធ្វើអំពើលើសលប់ដែរពាក្យនេះមិនគួរនិយាយលេងទេខ្ញុំចង់ឃើញថានរណាមានមាត់ធំដល់ថ្នាក់នេះសូមអ្នកជួយចេញដៃផងក្រោយមកខ្ញុំនឹងរៀបចំពិធីជប់លៀងធំមួយដើម្បីអរគុណអ្នកសំណាងណាស់ដែលអ្នកហៅខ្ញុំមកមិនដូច្នោះទេខ្ញុំមិនដឹងថានៅទីនេះមានមនុស្សម្នាក់ក្លាហានដល់ថ្នាក់ហ៊ានបំពានលើចៅហ្វាយរបស់ខ្ញុំទេចាស់ក្បាលអ្នកកំពុងរកសេចក្តីស្លាប់ដោយខ្លួនឯងពាក្យបះបោរបែបនេះអ្នកក៏ហ៊ាននិយាយចេញមកដែរយូឆេងឡុងសូមអ្នកចេញដៃបង្កាប់មនុស្សនេះដើម្បីការពារកិត្តិយសរបស់យើងមិនបាច់អ្នកប្រាប់ខ្ញុំក៏នឹងធ្វើដែរអ្នកដែលហ៊ានបំពានលើចៅហ្វាយខ្ញុំគ្មាននរណាអាចជួយអ្នកបានទេទោះមាន10ជីវិតក៏មិនគ្រប់សម្រាប់សងដែរហើយមានជីលៀងផងពួកគេទាំងអស់គ្នាជាក្រុមតែមួយនេះគ្រាន់តែជាការងារនេះប៉ុណ្ណោះយុនស៊ីស្ថានភាពឥឡូវអ្នកក៏ឃើញហើយប្រហែលជានឹងមានមនុស្សស្លាប់រឿងនេះពិតមិនតាក់ទងនឹងអ្នកទេបើមិនអញ្ចឹងអ្នកចាក់ចេញមុនទៅប្រហែលអាចគេចផុតបានឡើយឈិនអ្នកកំពុងនិយាយអ្វីអ៊ីម្ដាយខ្ញុំនិយាយត្រឹមត្រូវម្នាក់ជាប្តីខ្ញុំម្នាក់ជាកូនខ្ញុំតើខ្ញុំអាចទុកពួកគេចោលបានយ៉ាងដូចម្ដេចថ្ងៃនេះដរាបណាខ្ញុំនៅទីនេះខ្ញុំមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើអ្វីពួកគេទេអូពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ហើយយុនសំបីតែអ្នកគ្រាន់តែជាអ្នកជំនួញម្នាក់ប៉ុណ្ណោះតើអ្នកយកអ្វីទៅប្រយុទ្ធជាមួយមនុស្សកម្រិតយូជីវឡុងបែបនេះអ្នកថែមទាំងចង់ការពារពួកគេទាំងពីរទៀតឥឡូវសំបីខ្លួនអ្នកក៏ការពារមិនបានផងយូជីវឡុងប្រសិនបើអ្នកមិនធ្វើអ្វីពួកគេឪពុកនិងកូនខ្ញុំហានយុនស៊ីសុកចិត្តទទួលបន្ទុកគ្រប់តម្លៃទាំងអស់យុនស៊ីខ្ញុំអាចយល់ថាអ្នកកំពុងសុំទោសមែនទេហាហាប្រធានក្រុមហ៊ុនស៊ីនហ្វីលោកហ៊ានមែនទេបាទខ្ញុំឯងអ្នកមានលក្ខខណ្ឌអ្វីសូមនិយាយមកតែបើខ្ញុំអាចធ្វើបានខ្ញុំនឹងយល់ព្រមបើជារឿងផ្សេងប្រហែលខ្ញុំនឹងលក់មុខឲ្យលោកហ៊ានបន្តិចប៉ុន្តែលើកនេះមិនអាចដាច់ខាតចំណែកមួយគឺជាបុណ្យគុណផ្ទាល់ខ្លួនចំណែកទី2ហើយក៏សំខាន់បំផុតផងដែរគឺមនុស្សម្នាក់នេះបានប្រព្រឹត្តអំពើប៉ះបោលហ៊ានមើលងាយកិត្តិយសរបស់ពួកយើងគ្រាន់តែចំណុចនេះអឡូនក៏គ្រប់គ្រាន់ឲ្យគេមានទោសមិនអាចអត់ឱនបានលោកជីវឡុងគាត់គ្រាន់តែធ្វើដោយអចេតនាខ្ញុំសុខចិត្តចេញប្រាក់សុំប៉ុន្មានក៏បានប្រធានហ៊ានអ្នកមើលងាយខ្ញុំខ្លាំងពេកហើយវេយេគឺជាមនុស្សដែលខ្ញុំគោរពបំផុតក្នុងជីវិតប្រសិនបើខ្ញុំមិនដាក់ទោសគេហើយទុកឲ្យគេរួចខ្លួនងាយបែបនេះតើពេលក្រោយខ្ញុំនឹងប្រឈមមុខជាមួយវេយេយ៉ាងដូចម្ដេចអ្នកកុំបារម្ភប៉ុន្តែខ្ញុំសួរអ្នកតែមួយសំណួរមុនអ្នកមកទីនេះអ្នកបានជូនដំណឹងទៅវេយេហើយឬនៅអ្នកហ៊ានហៅឈ្មោះវេយេត្រង់បែបនេះអ្នកចង់ស្លាប់ហើយឬកុំប្រញាប់ធ្វើអ្វីសិនឆ្លើយសំណួរខ្ញុំមកសិនវេយេដឹងរឿងនេះទេហាហាសែកណាស់ដោះស្រាយមនុស្សចាស់ម្នាក់បែបនេះតើត្រូវសុំអនុញ្ញាតពីវេយេផងខ្ញុំគិតថាល្អជាងអ្នកជូនដំណឹងទៅគាត់ម្ដងដើម្បីកុំឲ្យបង្កហេតុការណ៍ធំដែលអាចប៉ះពាល់ដល់លោកយូជីវឡុងផងកុំស្ដាប់ពាក្យគេគ្រាន់តែពន្យាពេលប៉ុណ្ណោះវេយេមានការងារច្រើនណាស់តើមានពេលមកខ្វល់រឿងតូចទាំងនេះឬបើវេយេដឹងថាមានរឿងកើតឡើងនៅទីនេះប្រហែលអ្នកនឹងគិតផ្សេងមែនទេដូច្នេះខ្ញុំចង់សួរគាត់ថាគាត់មានក្លាហានមកទីនេះទេហើយខ្ញុំក៏ចង់សួរគាត់ផងដែរថាគាត់បង្រៀនកូនចៅធ្វើការយ៉ាងដូចម្ដេចហើយវេយេមកទីនេះកំណត់ពេល3នាទីបើហួសពេលមិនមកនោះក្នុងទីក្រុងនេះនឹងមិនមានហ៊ុនជាងឡុងទៀតទេអ្នកឲ្យខ្ញុំជួបលោកនាគធំកម្ដងបានទេឲ្យប្អូនតូចម្នាក់នេះសុំទោសគាត់ផ្ទាល់ចង់ជួបនាគធំសុបិនទៅអីខ្ញុំដឹងហើយនាគធំយល់ព្រមជួបនាគធំបានបញ្ជាកំណត់ពេល3នាទីបើអ្នកមិនមកទាន់ពេលនោះនៅទីក្រុងនេះនឹងមិនមានក្រុមហ៊ុនខហ៊ុនជាងឡុងទៀតទេហាហាថ្ងៃនេះពិតជារឿងគួរឲ្យសាយគាត់ថានឹងហៅវេយេមកទីនេះពេលគាត់មកដល់នោះយើងនឹងដឹងថាវាជារឿងកំ pl ែងប៉ុណ្ណានៅតែលេងល្បិចធ្វើជាអួតអាងទៀត
เช่นจีชงเนี่ยมันกึดทาปูយើងនឹងជឿថាអ្នកអាចហៅវាយាមកបានមែនទេបើអ្នកអាចហៅវាយាមកបានខ្ញុំនឹងផ្សាយផ្ទាល់ខ្ញុំមក1គីឡូឡើយឈិននេះវាកើតរឿងអ្វីឡើងអ្នកអាចអញ្ជើញកហ៊ុនជាងឡុងក៏មកបានយ៉ាងដូចម្ដេចបើគាត់មកពិតខ្ញុំកាន់តែមានបញ្ហាធំយប់មិញខ្ញុំទើបតែប៉ះពាល់គាត់ម្ដងហើយកុំបារម្ភទុកចិត្តខ្ញុំទៅអ្វីនឹងមិនមានបញ្ហាទេតែឲ្យខ្ញុំជឿអ្នកយ៉ាងដូចម្ដេចលេងល្បិចគ្រប់គ្រាន់ហើយអ្នកហ៊ានបំពេញលើវាយហើយថែមទាំងលេងសើចជាមួយខ្ញុំទៀតតើអ្នកគិតថាខ្ញុំនឹងយូរជីវឡុងងាយស្រួលបែបនេះឬខ្ញុំស្នើឲ្យអ្នករងចាំបន្តិចទៀតខ្ញុំមិនអាចរងចាំទៀតបានទេឥឡូវនេះខ្ញុំចង់សម្លាប់មនុស្សចាស់នេះភ្លាមស៊ីវលីទៅហៅផ្នែកសន្តិសុខរបស់ក្រុមហ៊ុនមកភ្លាមបាទយូជីវឡុងដរាបណាខ្ញុំនៅទីនេះខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកប៉ះពាល់ឡើយឈិនសំបីតែសរសៃសក់មួយចង់ប៉ះឪពុកខ្ញុំត្រូវសួរខ្ញុំជាកូនមុនសិនថាយកព្រមឬអត់ល្អណាស់ខ្ញុំនឹងឲ្យអ្នកទាំង3ទៅស្លាប់ជាមួយគ្នាត្រូវតែស្លាប់មនុស្សដែលចង់ឲ្យខ្ញុំស្លាប់មានច្រើនណាស់អ្នកគិតថាអ្នកជាអ្វីឈប់ទាំងអស់គ្នាគាត់មកពិតហើយលោកម្ចាស់ លោកម្ចាស់ Dragonhead តែងតែមិនចង់បង្ហាញអត្តសញ្ញាណរបស់ខ្លួនលោកម្ចាស់អ្នកខ្ញុំមិនគិតថាលោកនឹងមកទេតើពិតជាគេហៅលោកមកឬតើខ្ញុំមើលទៅដូចជាមនុស្សដែលគេហៅមកបានងាយឬលើកក្រោយនិយាយអ្វីត្រូវគិតមុនបាទខ្ញុំមិនគិតមុននិយាយទេសូមអភ័យទោសផងសំណាងល្អដែលលោកមិនត្រូវបាន Chen Zhexing ហៅមកទេរឿងតូចបែបនេះកូនចៅអាចដោះស្រាយបានមិនបាច់រំខានលោកឡើយខ្ញុំគាត់ធ្វើឲ្យឪពុកខ្ញុំស្លាប់អ្នកទៅរំខានអ្នកណាមិនបានប៉ុន្តែទៅរំខានលោក Dragonhead ទៅវិញលោកម្ចាស់ខ្ញុំមិនយល់ទេខ្ញុំគ្រាន់តែធ្វើតាមកាតព្វកិច្ចប៉ុណ្ណោះខ្ញុំមិនដឹងថាហេតុអ្វីបានជាលោកខឹងខ្លាំងបែបនេះទេយើងទាំងអស់គ្នាអាចធ្វើសាក្សីបានមនុស្សដែលឈ្មោះ Chen Zhexing នេះបានមើលងាយលោកជាច្រើនដងហើយថែមទាំងនិយាយថានឹងហៅលោកមកទៀតផងលោក Chelong មិនអាចមើលរំលងបានទេដូច្នេះទើបចេញដៃដើម្បីការពារកិត្តិយសរបស់លោកខ្ញុំខ្លាចអ្វីវាក៏មកដល់អ្វីនោះលោក Chen សូមអភ័យទោសកូនចៅរបស់ខ្ញុំធ្វើអ្វីមិនគិតមុខក្រោយគេបានបំពានលោកសូមលោកអភ័យទោសផងខ្ញុំនឹងដាក់គេឲ្យនៅក្នុងការបិទឃុំរហូតដល់លោកពេញចិត្តអ្នកគួរតែបង្រៀនកូនចៅរបស់អ្នកឲ្យល្អខ្ញុំបានប្រាប់អ្នកជាច្រើនដងហើយមនុស្សក្នុងពិភពត្រូវគោរពច្បាប់មិនអាចប្រើអំណាចទៅធ្វើបាបអ្នកខ្សោយបានទេហើយបើខ្ញុំដឹងថាអ្នកប្រើឈ្មោះខ្ញុំទៅធ្វើអំពើអាក្រក់ម្ដងទៀតមើលទៅខ្ញុំនឹងមិនអត់ឲ្យទេហើយអ្នកទាំងនេះក៏ប្រើកាំបិតគ្រប់គ្រងវីគេផងប្រញាប់ឡើងនាំពួកគេទាំងអស់គ្នាត្រឡប់ទៅវិញហើយឲ្យពួកគេចាប់ផ្ដើមសម្រួលខ្លួនលោកប្រធានតើត្រូវឲ្យយើងដោះស្រាយពួកគេទៀតទេលោកហានកាលពីយប់មិញមានរឿងមិនល្អកើតឡើងវាជាកំហុសរបស់ខ្ញុំភ្លេចគិតឥឡូវនេះខ្ញុំសូមអភ័យទោសលោកយ៉ាងស្មោះមិញសៃគាត់គួរតែសុំទោសអ្នកពិតណាស់លោក Chen និយាយត្រូវខ្ញុំសូមអភ័យទោសណាស់អញ្ចឹងល្អខ្ញុំទទួលយកការសុំទោសរបស់អ្នកតើអ្នកកំពុងធ្វើអ្វីហានយ៉ាងឆៃគ្រាន់តែជាពាណិជ្ជករម្នាក់ប៉ុណ្ណោះហើយ Chen Zhexing គ្រាន់តែជាមនុស្សរស់លើស្រីប៉ុណ្ណោះប្រញាប់ទៅដោះស្រាយពួកគេឈប់អ្នករងរបួសហើយជាវឆៅអ្នកមិនអីទេហេតុអ្វីអ្នកមិនចេះបែងចែកមិត្តនិងសត្រូវយ៉ាងហោចណាស់ឪពុកខ្ញុំក៏ធ្លាប់អញ្ជើញលោកទៅញ៉ាំបាយដែរមិនគិតមុខព្រះសង្ឃក៏គួរគិតមុខព្រះពុទ្ធផងខ្ញុំមិនដឹងថាអ្នកកំពុងគិតអ្វីទេប៉ុន្តែខ្ញុំអាចធានាបានថាជេនហៅនិងកូនប្រុសរបស់គាត់គ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះគ្មានផ្ទៃខាងក្រោយអ្វីទាំងអស់បើអ្នកនិយាយបន្តទៀតខ្ញុំនឹងធ្វើឲ្យអ្នកពិការនៅទីនេះភ្លាម
ឲ្យខ្ញុំទៅសុំទោសមនុស្សដែលរស់លើស្រីម្នាក់មិនអាចទេមិនអាចមែនទេចង់ឲ្យគេមកសុំទោសខ្ញុំមិនចង់ឲ្យអ្នកមើលឃើញសញ្ញាបត្ររបស់ខ្ញុំទេតើអ្នកមានន័យអ្វីទីបំផុតអ្នកក៏មកហើយខ្ញុំចិត្តត្រូវគេវាយស្លាប់ទៅហើយស្យាវមីងមកហើយរត់ទៅកូនអ្នកម្នាក់នេះពិតជាហួសហេតុពេកខ្ញុំត្រូវតែបង្រៀនមេរៀនឲ្យគាត់បើមិនដូច្នោះទេអនាគតនឹងជួបបញ្ហាធំកូនខ្ញុំខ្លួនឯងនឹងបង្រៀនមិនទាន់ដល់វេនអ្នកមកចូលរួមដាក់ដៃដាក់ជើងទេស៊ូវែនប្រព្រឹត្តការយ៉ាងអំណាចខ្លាំងហេតុអ្វីបានជាមករំលោភដល់គ្រួសារសៀវឆាវរបស់ខ្ញុំអ្នកត្រូវតែឲ្យខ្ញុំបានយុត្តិធម៌ខ្ញុំវាយគាត់គឺដើម្បីល្អសម្រាប់គាត់បើមិនដូច្នោះទេអាចនឹងបង្កបញ្ហាធំមិនអាចទប់បានមើលទៅអ្នកវាយគាត់ដល់ស្ថានភាពបែបនេះតើអ្នកនៅមានមុខនិយាយទៀតទេអ្នកកូនមិនគោរពនេះមិនដឹងរស់ស្លាប់ទៅរំលោភអ្នកដែលមិនគួររំលោភខ្ញុំក៏មិនអាចរារាំងបានទេប្រសិនបើបន្តបែបនេះសូម្បីតែសៀវយុនហេឈៀវយ៉ាន់ក៏នឹងរងផលប៉ះពាល់ផងដែរអ្នកដែលមិនគួររំលោភគឺលោកចិនជីស៊ុងឆេនជេស៊ុងអាចធ្វើឲ្យវេភីងវីពេញយកចិត្តទុកដាក់បែបនេះគាត់គឺជានរណាលោកចិននេះមិនដឹងថាបានធ្វើអ្វីប៉ះពាល់អ្នកទេកូនអ្នកមានចិត្តអាក្រក់ព្រោះតែចំនួនតូចមួយប៉ុន្តែចង់សម្លាប់គេអ្នកគួរតែបង្រៀនគាត់ឲ្យបានល្អបើមិនដូច្នោះទេវានឹងយឺតពេកប៉ាកុំមានភាពគោរពចំពោះគាត់បែបនេះគាត់គ្រាន់តែជាកម្មករបណ្ដោះអាសន្នមនុស្សគ្មានតម្លៃទេខ្ញុំអាចធានាថាអ្វីដែលក្មេងនេះនិយាយគឺពិតខ្ញុំស្គាល់គ្រួសារគាត់ច្បាស់ពិតជាមនុស្សធម្មតាមែនហើយខ្ញុំគ្រាន់តែជាមនុស្សធម្មតាវេភីងអ្នកវិញធ្វើបែបនេះដើម្បីមនុស្សធម្មតាម្នាក់ហើយធ្វើឲ្យកូនខ្ញុំលុតជង្គង់មុខមនុស្សជាច្រើនថ្ងៃនេះប្រសិនបើអ្នកមិនឲ្យការពន្យល់មកខ្ញុំទេបញ្ហានេះមិនបញ្ចប់ទេខួរក្បាលអ្នកគ្មានសំណើចទេរងចាំមើលទៅកុំឲ្យពេលក្រោយអ្នកសោកស្ដាយរឿងថ្ងៃនេះគឺពួកអ្នកធ្វើអំពើអាក្រក់ដោយសារតែអ្នកក្រីក្រលោកសៀវឆាវជាមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន Tianmen Shaman Group គួរតែយល់ហេតុផលតើអាចដោះស្រាយបានទេបេះដូងសមុទ្រ The Heart of the Ocean ហេតុអ្វីបានជានៅក្នុងដៃអ្នកបេះដូងសមុទ្រអ្វីទៅអ្នកនិយាយអំពីនេះមែនទេមែនហើយវាគឺជាវត្ថុមានតម្លៃដែលក្រុមហ៊ុន Tianmen ទិញពីការដេញថ្លៃ Sotheby's តម្លៃ $2.5 លានហើយត្រូវបានរក្សាទុកដោយប្រធានចិនយិនលូ Chen Yinggo ដើម្បីយកទៅជូនគមេដឹកនាំធំលោកសៀវអ្នកប្រកាសថាមិនខុសទេនៅពេលប្រធានទិញវាខ្ញុំបានឃើញដោយផ្ទាល់មិនអាចច្រឡំបានទេប្រាប់ខ្ញុំឥឡូវនេះអ្នកបានវាមកពីណាវត្ថុដែលត្រូវយកទៅជូនគមេដឹកនាំធំហេតុអ្វីបានជានៅក្នុងដៃចិនជីស៊ុងអ្នកបានវាមកដោយរបៀបណាវាគ្រាន់តែជារបស់តូចមួយមិនសំខាន់ទេមាននរណាម្នាក់ផ្ដល់ឲ្យខ្ញុំប៉ុណ្ណោះរបស់តូចមួយវាមានតម្លៃ $2.5 លានប៉ុន្តែអ្នកនិយាយថាជារបស់តូចខ្ញុំមិនអាចទ្រាំបានទេចិនជីស៊ុងអ្នកអាចបញ្ឈប់ការធ្វើឲ្យខ្លួនឯងមើលទៅធំធេងបានទេអ្នកនិយាយថាមានគេផ្ដល់ឲ្យអ្នកនោះជានរណាតើអ្នកនឹងនិយាយថាប្រធានចិនយិនលូផ្ដល់ឲ្យអ្នកផ្ទាល់មែនទេអ្នកទីត្រូវហើយគាត់គ្រាន់តែជាកម្មករបណ្ដោះអាសន្នមនុស្សបែបនេះធ្វើដូចម្ដេចអាចតាក់ទងជាមួយប្រធានបានខ្ញុំគិតថាវាជារបស់ដែលគាត់លួចមែនហើយលោកសៀវខ្ញុំបានតាក់ទងជាមួយកូនគាត់5ឆ្នាំហើយខ្ញុំស្គាល់គ្រួសារគាត់ច្បាស់មិនដែលឮថាពួកគេមានទំនាក់ទំនងជាមួយមនុស្សធំឡើយដូច្នេះបេះដូងសមុទ្រនេះប្រកាសជាគាត់លួចអូដូច្នេះឯងគិតទៅបែបនេះវាក៏សមហេតុផលជាងមុនខ្លាំងមែនទែនសូម្បីតែទៅលួចរបស់ក្រុមហ៊ុនឋានមិនមនុស្សខ្លះក្រីក្រក៏អត់អីទេប៉ុន្តែអត់អៀនខ្មាសដល់ថ្នាក់ធ្វើរឿងលួចបន្លំបែបនេះពិតជាឲ្យគេមើលងាយណាស់កុំចោទប្រកាន់ប៉ាខ្ញុំដោយមិនមានមូលដ្ឋានប៉ាខ្ញុំមិនមែនជាមនុស្សលួចទេសំណាងល្អដែលខ្ញុំបានបែកពីអ្នកឆាប់មិនអញ្ចឹងខ្ញុំនឹងត្រូវអ្នកធ្វើឲ្យពិបាកខ្លាំងចោទថាលួចវត្ថុមានតម្លៃរបស់ក្រុមហ៊ុនឋានមិនមែនជារឿងតូចទេលើកនេះខ្ញុំចង់មើលថាពួកអ្នកនឹងដោះស្រាយយ៉ាងដូចម្ដេចហើយសូម្បីតែអ្នកហានសុងជាប្រធានក្រុមហ៊ុនស៊ីងហ្វីជាមនុស្សមានឥទ្ធិពលនៅទីក្រុងនេះតែបែរជាមកពាក់ព័ន្ធជាមួយមនុស្សដៃខ្វក់បែបនេះមិនអៀនខ្មាស់ទេខ្ញុំជឿលើលក្ខណៈរបស់លោកចិនគាត់មិនអាចធ្វើរឿងបែបនេះទេច្បាស់ជាមានហេតុផលផ្សេងមួយលោកចិនអ្នកគួរតែពន្យល់បន្តិចទៅពិតប្រាកដគ្មានអ្វីត្រូវពន្យល់ទេគឺមានអ្នកផ្សេងឲ្យខ្ញុំអ្នកនៅតែហ៊ាននិយាយថាមានអ្នកផ្សេងឲ្យអ្នកគិតថាអ្នកជានរណាតើអ្នកចង់និយាយថាអ្នកគឺជាកលុងសៅឬក៏មិនមែនថាមិនអាចទៅរួចទេចិនជីសៀងអ្នកហ៊ានណាស់
នៅមុខអ្នកដឹកនាំកម្ពុជានៃឋានមិនអ្នកនៅតែហ៊ានខ្លែងធ្វើជាមនុស្សសំខាន់ខ្ញុំគិតថាអ្នកមិនខ្លាចស្លាប់ទេគឺលងសៅគឺជាមនុស្សសំខាន់ដែលលាក់ខ្លួនយូរមិនមែនអ្នកណាក៏អាចខ្លែងធ្វើបានទេពាក្យដែលអ្នកនិយាយមុននេះខ្ញុំអាចទុកជាការនិយាយដោយចៃដន្យតែគូបេដងសមុទ្រនេះបើអ្នកមិនអាចពន្យល់ប្រភពបានខ្ញុំនឹងមិនអត់ឲ្យអ្នកទេចាប់គេទៅភ្លាមខ្ញុំចង់ឃើញថាអ្នកណាហ៊ានចាប់អ្នកមានន័យអ្វីគ្មានអ្វីទេខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកកុំធ្វើឲ្យលោកចិនពិបាកគាត់ត្រូវចោទថាលួចវត្ថុមានតម្លៃខ្ញុំកំពុងអនុវត្តច្បាប់មុនពេលស្រាវជ្រាវច្បាស់អ្នកធ្វើមិនហ៊ាននិយាយថាវាមិនមែនលួចភស្តុតាងច្បាស់ប៉ុណ្ណឹងនៅតែមិនគ្រប់ទេហាក់ដូចជាអ្នកបានសម្រេចចិត្តថាត្រូវតែប្រឆាំងនឹងឋានមិនហើយបើឋានមិនចេះសម្រេចត្រូវខុសហើយបង្ខូចមនុស្សល្អប្រឆាំងក៏ប្រឆាំងទៅអ្នកនិយាយបែបនេះគឺខុសហើយបើគាត់ជាមនុស្សអាក្រក់តើគាត់អាចបង្កើតក្រុមហ៊ុនបានដែរឬខ្ញុំគិតថាអ្នកប្រហែលគិតតែរឿងស្នេហាគាត់ពិតជាហ៊ានសម្រាប់ខ្ញុំដល់ថ្នាក់ប្រឆាំងឋានមិនលោកចិនយើងជាប្តីប្រពន្ធសុខក៏រួមសោកក៏រួមហើយខ្ញុំជឿថាអ្នកមិនធ្វើរឿងបែបនេះទេខ្ញុំនៅទីនេះហើយអាចឲ្យខ្ញុំនិយាយបន្តិចបានទេរឿងនេះមិនតាក់ទងអ្នកទេបញ្ហារបស់យើងមិនទាន់ដោះស្រាយចប់ទេអ្នកនិយាយថាលោកចិនលួចបេះដូងសមុទ្រតើអ្នកមានភស្តុតាងទេច្បាស់ប៉ុណ្ណេះត្រូវការភស្តុតាងទៀតឬអ្នកចង់និយាយថាខ្ញុំចោទខុសមែនទេចោទខុសឬត្រូវខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំដឹងថាមានមនុស្សម្នាក់ដឹងការពិតប្រធានក្រុមហ៊ុនចិនយីងលូហើយគាត់មកដើម្បីឲ្យគាត់សម្រេចរឿងនេះវាហាក់ដូចជាការធ្វើលើសចាំបាច់បើប្រធានមកឃើញថាខ្ញុំកាន់កូបេដងសមុទ្រប្រហែលនឹងសរសើរខ្ញុំហើយអាចលើកតំណែងឬនាំខ្ញុំទៅជួបគលងសៅគឺផងដែរនាយករដ្ឋបាលខ្ញុំទើបទទួលព័ត៌មានថាស្យាវយុនទីងបានមានការប៉ះទង្គិចជាមួយលោកលងសៅម្ដងទៀតហើយថែមទាំងចង់ធ្វើអំពើមិនគោរពចំពោះគាត់ទៀតតើយើងគួរធ្វើដូចម្តេចរងចាំមើលទៅបន្តិចទៀតនាយកប្រតិបត្តិចិនយីងលូមកដល់អ្នកទាំងអស់គ្នាមិនអាចគេចផុតបានទេជាពិសេសអ្នកក្រុមហ៊ុនស៊ីងហ៊ុយក៏ហ៊ានប្រឆាំងនឹងក្រុមហ៊ុនធានមិនដែរអ្នកនឹងត្រូវសោកស្ដាយចំពោះភាពល្ងងរបស់អ្នកអស់មួយជីវិតខ្ញុំមិនសោកស្ដាយទេអ្នកដែលគួរតែសោកស្ដាយគឺអ្នកខ្ញុំសូមណែនាំឲ្យអ្នកគិតឲ្យល្អថាបន្តិចទៀតពេលយីងលូមកដល់អ្នកនឹងដោះស្រាយរឿងនេះដូចម្តេចដល់ពេលនេះហើយអ្នកនៅតែចង់តវ៉ាទៀតមែនជាមិនឃើញមរណៈមិនស្រក់ទឹកភ្នែកចាស់ឯងហ៊ានហៅឈ្មោះនាយកប្រតិបត្តិដោយផ្ទាល់អ្នកមិនចង់រស់ហើយមែនទេតាមដែលខ្ញុំគិតមិនចាំបាច់រងចាំទេខ្ញុំចង់វាបំបាក់ជង្គង់ចាស់នេះឲ្យដាច់ហើយឲ្យគាត់ចេញដូចសត្វឆ្កែទើបគាត់ដឹងថាការរំលោភលើធានមិនមានលទ្ធផលយ៉ាងដូចម្តេចកូនអាយអត់ធ្មត់សិនទោះយ៉ាងណាក៏ដោយអាចបង្ហាញមុខនៅមុខនាយកប្រតិបត្តិបានគឺជារឿងល្អចំពោះចុងក្រោយរបស់គាត់នឹងអាក្រក់ជាងអ្វីដែលអ្នកនិយាយទៀតរ៉ែនជីឈៀងនិងក្រុមហ៊ុនស៊ីងហ៊ុយរបស់អ្នកនឹងត្រូវបំផ្លាញទាំងស្រុងដោយសារសកម្មភាពល្ងងរបស់អ្នកខ្ញុំគិតថាអ្នកវិញទេដែលនឹងធ្លាក់ចូលក្នុងភាពអាក្រក់នោះហ៊ាននិយាយពាក្យអួតអាងទៀតចិនជីសៀងអ្នកដឹងទេថាអ្នកដែលគ្រប់គ្រងយើងនៅខាងក្រោយគឺក្រុមហ៊ុនធានមិននៅក្នុងពិភពលោកនេះគ្មាននរណាអាចប៉ះពាល់យើងបានទេដើមកំណើតនៃការបង្កើតធានមិនគឺដើម្បីការពារមនុស្សទាំងអស់មិនឲ្យរងគ្រោះពីមូលធនបរទេសអាក្រក់ប៉ុន្តែគ្មាននរណាគិតថាអ្នកឪពុកកូនទាំងពីរប្រើឈ្មោះធានមិនដើម្បីធ្វើអំពើអាក្រក់យ៉ាងមិនខ្លាចអ្វីទាំងអស់ថ្ងៃនេះទោះបីយីងលូមិនមកក៏ដោយខ្ញុំនឹងដកឈ្មោះអ្នកទាំងពីរចេញហើយហាមឃាត់អស់មួយជីវិតដកឈ្មោះហាមឃាត់ចាស់ឯងនិយាយសើចមែនបិទច្រកចេញទាំងអស់ថ្ងៃនេះខ្ញុំនឹងសម្អាតក្រុមធានមិនដោយខ្លួនឯងអ្នកមកហើយបំពេញច្បាប់ក្រុមមានទោសសំនឹងស្លាប់នាយកប្រតិបត្តិសូមអញ្ជើញមកទីនេះមិនមែនដើម្បីលេងទេប៉ុន្តែមានរឿងសំខាន់ខ្លាំងកំពុងកើតឡើងអញ្ចឹងអ្នកនិយាយមកមនុស្សឈ្មោះចិនជីឈីងនេះបានលួចបេះដូងសមុទ្រឬខ្ញុំកំពុងរៀបចំចាប់គាត់ដើម្បីប្រគល់ជូនអ្នកនិងលោកឡុងសៅដាក់ទោសអ្នកថាគាត់លួចឥឡូវនេះយើងបានបញ្ជាក់ជាមូលដ្ឋានថាគាត់ជាមនុស្សដែលលួចបេះដូងសមុទ្រខ្ញុំលួចឬអត់អ្នកនិយាយដោយផ្អែកលើអ្វីនាយកប្រតិបត្តិមកដល់ដោយខ្លួនឯងហើយអ្នកមិនអាចបដិសេធបានទេព្រោះមានសាក្សី
នរណាអាចធ្វើសាក្សីលោកប្រធានផានខ្ញុំអាចធ្វើសាក្សីបានខ្ញុំអាចបញ្ជាក់ថាចិនជីស្យុងជាមនុស្សលួចបេះដូងសមុទ្រគាត់មានអត្តចរិតអាក្រក់ជានិច្ចបាទពួកយើងក៏អាចធ្វើសាក្សីបានដែរនាយកប្រតិបត្តិមនុស្សនេះក្លាហានហួសហ៊ានមើងងាយធានមិនត្រូវតែដាក់ទោសគាត់អ្នកទាំងនេះកំពុងបំភាន់ឪពុកខ្ញុំលោកចិនសូមកុំជឿពាក្យคล้ายៗរបស់ពួកគេឪពុកខ្ញុំមិនអាចធ្វើរឿងបែបនេះបានឡើយកូនឲ្យស្ងប់ចិត្តសេចក្តីពិតមិនអាចបំផ្លាញបានដោយពាក្យរបស់ពួកគេទេនាយកប្រតិបត្តិខ្ញុំក៏ជឿលើចរិតរបស់លោកចិនគាត់មិនអាចធ្វើរឿងបែបនេះទេសូមស៊ើបអង្កេតឲ្យច្បាស់រឿងពិតជាយ៉ាងណាខ្ញុំដឹងច្បាស់មិនត្រឹមតែប៉ុណ្ណោះមនុស្សនេះមិនត្រឹមតែលួចក្បេះដូងសមុទ្រទេប៉ុន្តែថែមទាំងនិយាយថាវាជារបស់ដែលអ្នកផ្ទាល់បានផ្ដល់ឲ្យគាត់ទៀតផងមើលទៅគួរឲ្យសើចណាស់មែនទេគួរឲ្យសើចបើខ្ញុំប្រាប់អ្នកថាវាជាខ្ញុំផ្ទាល់ដែលបានផ្ដល់ឲ្យគាត់វិញអ្នកមកហើយសូមទោសខ្ញុំមកយឺតបន្តិចមកហើយទេហេតុអ្វីបានជាអ្នកទាំងអស់គ្នាការពារគាត់ប៉ុណ្នេះសូម្បីតែប្រធានក្រុមហ៊ុនបើកមេន Cayman Group ក៏បានមកផ្ទាល់ដើម្បីយកបេះដូងសមុទ្រពីមកជូនគាត់តើគាត់អាចជាមនុស្សនោះដែលគេនិយាយទេបើគាត់ជាមនុស្សនោះពិតព្រោះយើងទើបតែប្រព្រឹត្តអាក្រក់ដាក់គាត់បែបនេះខ្ញុំច្បាស់ជាស្លាប់ហើយឈប់មុនឥឡូវយើងត្រូវធ្វើម៉េចសៀវស៊ូលឿនគិតវិធីមួយទៅខ្ញុំឲ្យខ្ញុំមានវិធីអីទៅខ្ញុំក៏ចប់ដូចគ្នាលោកចិនតើអ្នកជាមនុស្សអ្វីពិតប្រាកដនិយាយមកមើលកុំឲ្យយើងភ័យពេកអ្នកមិនមែនជាមេធំ Dragon Leader នៃក្រុមហ៊ុនធានមិនទេអូយអ្នកទាំងអស់គ្នានិយាយអីប្លែកបែបនេះខ្ញុំអាចជាមនុស្សធំរបស់ធានមិនបានយ៉ាងម៉េចបើអ្នកមិនមែនជាមេធំតើការដែលគាត់យកបេះដូងសមុទ្រយកមកឲ្យអ្នកត្រូវបកស្រាយយ៉ាងម៉េចនោះគឺជារបស់ដែលប្រធានក្រុមហ៊ុនធានមិនមានសិទ្ធិធំក្រោមមេធំតែម្នាក់ខ្ញុំគិតទៅគិតមកមានតែមេធំប៉ុណ្ណោះទេដែលអាចទទួលការគោរពបែបនេះត្រូវហើយឲ្យគាត់មកពន្យល់ទៅយីងឡូអ្នកមកពន្យល់មើលថាពេលនោះហេតុអ្វីបានជាអ្នកក៏បេះដូងសមុទ្រយកមកខ្ញុំហេតុអ្វីឪពុកធំមិនចង់បង្ហាញអត្តសញ្ញាណពិតទេតើខ្ញុំត្រូវជួយគាត់និយាយកុហកយ៉ាងម៉េចរឿងគឺបែបនេះបុរសនេះគឺជាបុគ្គលិកបម្រើសន្តាគារខ្ញុំសប្បាយចិត្តចំពោះសេវាកម្មរបស់គាត់ដូច្នេះខ្ញុំក៏ឲ្យកូបេដូងសមុទ្រដល់គាត់ជាអំណោយអូពិតជាបែបនេះមែនទេតែខ្ញុំបានឮថាក្រុមហ៊ុនធានមិនបានចំណាយលុយច្រើនដើម្បីទិញកូបេដូងសមុទ្រពីសម្រាប់យកទៅថ្វាយមេធំក្រុមហ៊ុនធានមិនមានទ្រព្យសម្បត្តិដ៏ធំធេងធ្វើដូចម្តេចដែលពួកគេចាប់អារម្មណ៍ត្រឹមតែរបស់តូចបែបនេះមែនទេមែនហើយមេធំគាត់ពិតជាមិនខ្វល់ទេល្អណាស់ដែលគាត់មិនមែនជាមេធំគាត់គ្រាន់តែមានសំណាងល្អទទួលបានរបស់មានតម្លៃមួយប៉ុណ្ណោះមេធំគឺជាមនុស្សអាថ៌កំបាំងយើងមិនអាចជួបបានងាយទេសៀវយុនទីងខ្ញុំបានទទួលពាក្យបណ្ដឹងថាអ្នកបានប្រើប្រាស់ប្រាក់ក្រុមហ៊ុនដោយខុសច្បាប់ហើយមានភស្តុតាងច្បាស់លាស់យកគាត់ទៅសូមឲ្យខ្ញុំបកស្រាយសូមស្ដាប់ខ្ញុំចាប់គាត់ប្រធានចិនឡូតើអ្នកនៅមានរឿងអ្វីទៀតទេមានរឿងតិចតួចចង់សួរអ្នកមិនដឹងថាអ្នកមានពេលទេលោកហ៊ានប្រសិនបើមានអ្វីសូមនិយាយបានដោយសេរីអ្វីដែលខ្ញុំដឹងខ្ញុំនឹងប្រាប់អ្នកទាំងអស់ល្អណាស់ខ្ញុំបានឮថាក្រុមហ៊ុនធានមិនរៀបចំសន្និសីទវិនិយោគរៀងរាល់10ឆ្នាំម្ដងតើវាជាការពិតទេពិតណាស់3ខែទៀតនឹងមានសន្និសីទថ្មីមួយការរៀបចំនេះគឺដើម្បីជ្រើសរើសក្រុមហ៊ុនល្អបំផុតដើម្បីក្លាយជាដៃគូតែមួយហើយនឹងទទួលបានការគាំទ្រធនធានយ៉ាងពេញលេញលោកចិនអ្នកស្គាល់រឿងនេះផងដែរវាគ្រាន់តែជារឿងនិយាយកំសាន្តប៉ុណ្ណោះខ្ញុំមិនដឹងថាត្រឹមត្រូវឬអត់ទេអ្វីដែលលោកចិននិយាយគឺត្រឹមត្រូវជាចម្បងយុនស៊ីអ្នកក៏ចង់ចូលរួមសន្និសីទនេះដែរឬបាទក្រុមហ៊ុនស៊ីងហ្វីរបស់ខ្ញុំបានរីកចម្រើនខ្លាំងប៉ុន្តែឥឡូវមានអារម្មណ៍ថាឈប់ដំណើរការត្រឹមតែតំបន់តូចមួយប៉ុណ្ណោះបើអាចទទួលបានការគាំទ្រពីធានមនុស្សអាចក្លាយជាក្រុមហ៊ុនដ៏ធំបំផុតបានលោកហ៊ានពិតជាមានមហិច្ឆតាខ្លាំងណាស់ខ្ញុំសូមជូនពរឲ្យអ្នកជោគជ័យប៉ុន្តែការជ្រើសរើសដៃគូមិនមែនខ្ញុំសម្រេចទេត្រូវឲ្យមេធំសម្រេចផ្ទាល់
ពេលនោះការប្រកួតប្រជែងនឹងតឹងរឹងខ្លាំងណាស់ក្រុមហ៊ុនដែលមានសមត្ថភាពខ្លាំងជាងក្រុមហ៊ុន Sinfui មានច្រើនមិនអស់ខ្ញុំប្រកាសថាខ្ញុំមិនសូវមានសង្ឃឹមទេលោកហ៊ានអ្នកមិនចាំបាច់បន្ទាបខ្លួនទេបើប្រៀបធៀបទៅនឹងពួកគេអ្នកមានអត្ថប្រយោជន៍មួយដែលគ្មាននរណាអាចលើសបានអត្ថប្រយោជន៍អ្វីលោកស្រីចេនយីងលូប្រធានក្រុមហ៊ុនអ្នកមានន័យដូចម្ដេច AUC ខ្ញុំគិតថាអ្នកប្រកាសជានឹងជោគជ័យហើយពេលវេលាក៏មិននៅសល់ច្រើនទេមិនដូច្នេះទេយើងកុំឲ្យរារាំងពេលវេលារបស់អ្នកផ្សេងទៀតល្អជាងតើមែនទេអូត្រូវហើយលោកប្រធានចេនអ្នកទៅធ្វើការរបស់អ្នកមុនទៅខ្ញុំរំខានហើយល្អហើយជួបគ្នានៅសន្និសីទវិនិយោគអូតែចាំសិនលោកចេនខ្ញុំទើបតែរកបានអចលនទ្រព្យមួយនៅរសៀលនេះពិតជាសំស្របធ្វើជាផ្ទះថ្មីរបស់យើងលឿនប៉ុណ្ណឹងហើយចាប់ផ្ដើមរស់នៅជាមួយគ្នាមិនដូច្នេះទេយើងក៏បានចុះបញ្ជីអាពាហ៍ពិពាហ៍ហើយអ្នកកុំគិតថានឹងត្រឡប់ចិត្តវិញអូត្រូវហើយអ្នកតូចអ្នកចង់ទៅជាមួយយើងទេខ្ញុំមិនទៅទេមិនចង់ទៅធ្វើជាមនុស្សរំខានគូស្នេហ៍ទេល្អហើយអញ្ចឹងយើងទៅយ៉ាងម៉េចដែរបរិយាកាសទីនេះល្អណាស់មែនទេពិតជាល្អណាស់តម្លៃផ្ទះនៅទីនេះក៏មិនថោកទេរឿងលុយមិនសំខាន់ទេអ្វីដែលសំខាន់គឺរស់នៅឲ្យមានសុខដុមហើយទៀតទេមិនបានឲ្យអ្នកចំណាយលុយទេអ្នកបារម្ភអ្វីអ្នកនិយាយបែបនេះធ្វើឲ្យខ្ញុំដូចជាមនុស្សដែលរស់លើអ្នកដទៃអូទេអ្នកគ្រាន់តែសប្បាយចិត្តទៅមានអ្វីកើតឡើងអូចេញទូរស័ព្ទខ្ញុំហាក់ដូចជាទុកនៅក្នុងឡានអ្នកទៅមុនទៅផ្ទះយើងស្ថិតនៅវីឡាលេខ1ដើរទៅមុខបន្តិចនឹងឃើញនេះជាកាត់បើកទ្វារល្អខ្ញុំទៅមុនហើយអូមិត្តចាស់មិនបានជួបយូរហើយគាត់ជានរណាប្តីខ្ញុំគាត់គឺជាមិត្តរួមថ្នាក់វិទ្យាល័យរបស់ខ្ញុំកាលពីជាង20ឆ្នាំមុនឈ្មោះចេងជីស៊ីងនៅសាលាគាត់ល្បីណាស់ស្រីជាច្រើនស្រឡាញ់គាត់ដោយលក្ខតែឥឡូវនេះស្ដាប់ថាគាត់មិនសូវជោគជ័យទេទោះបីជាការងារធម្មតាក៏មិនមានផងគុយហ្វិនអ្នកមិនមែននៅតែគិតថាការអ្នកបដិសេធការសារភាពស្នេហារបស់ខ្ញុំហើយខ្ញុំនៅតែខឹងចិត្តទេបើអ្នកមិននិយាយខ្ញុំក៏ភ្លេចរឿងនោះទៅហើយពេលនោះខ្ញុំគឺភ្នែកអាក្រក់ពិតនៅសាលាល្បីមែនតែចូលសង្គមវិញមិនមែនត្រូវតែត្រឡប់ទៅជាធម្មតាវិញទេអូតែចេងជីស៊ីងអ្នកមកទីនេះធ្វើអ្វីខ្ញុំអីខ្ញុំគិតថាសន្តិសុខនៅទីនេះមិនសូវល្អទេជាសង្កាត់ថ្លៃខ្លាំងប៉ុន្តែអាចអនុញ្ញាតឲ្យមនុស្សមិនពាក់ព័ន្ធបែបនេះចូលមកបានអ្វីទៅហៅថាមនុស្សមិនពាក់ព័ន្ធខ្ញុំស្នាក់នៅទីនេះអ្នករស់នៅទីនេះអ្នកដឹងទេថាអ្នកដែលអាចរស់នៅក្នុងតំបន់នេះគឺជាមនុស្សប្រភេទអ្វីមនុស្សអ្វីទៅតំបន់ Kishan and Cloudville គឺជាតំបន់វីឡាថ្លៃបំផុតនៅខេត្តណានអ្នកណាដែលរស់នៅទីនេះសុទ្ធតែជាមនុស្សមានប្រាក់ឬមានអំណាចអ្នកមិនមែនគួរតែទៅមើលខ្លួនឯងម្ដងទេថាអ្នកមានសមត្ថភាពរស់នៅទីនេះទេអូរឿងបែបនេះខ្ញុំមិនចាំបាច់បោកបញ្ឆោតឡើយអូយអ្នកថាមិនបោកបញ្ឆោតសូម្បីតែខ្ញុំនិងប្តីខ្ញុំក៏ខិតខំអស់ជាច្រើនឆ្នាំទើបទិញវីឡាមួយបានហើយថែមទាំងជាទីតាំងអន់បំផុតទៀតចិនជឿស្ចាំងអ្នកថាអ្នកក៏រស់នៅទីនេះដែរតើផ្ទះអ្នកនៅណានៅខាងមុខវីឡាលេខ1អ្វីអ្នកនិយាយកុហកក៏គួរតែប្រើខួរក្បាលបន្តិចដែរវីឡាលេខ1គឺមានតម្លៃខ្លាំងណាស់មិនមែនមានលុយហើយអាចទិញបានទេត្រូវមានផ្ទៃខាងក្រោយខ្លាំងណាស់ទេចិនជឿស្ចាំងយើងជាមិត្តចាស់តើអ្នកចាំបាច់ធ្វើខ្លួនធំធេងនៅមុខខ្ញុំដែរឬទេអ្នកថាអ្នករស់នៅទីនេះមែនទេល្អណាស់ចូលនាំយើងទៅមើលវីឡាលេខ1ខ្ញុំមិនចូលចិត្តស្ដាប់បែបនេះទេខ្ញុំរស់នៅណាគឺជារឿងរបស់ខ្ញុំមិនចាំបាច់បង្ហាញដល់អ្នកទេអូយខ្ញុំគិតថាអ្នកមិនហ៊ានទេ
មែនហើយមានអ្វីមិនហៀងអ្នកចង់មើលមែនទេទៅអុយប្តីឲ្យគាត់មានទំនុកចិត្តខ្លាំងណាស់យើងទៅតាមបង្ហាញឲ្យឃើញថាគាត់កុហកទៅទីនេះហេតុអ្វីមិនទាន់ដល់ទេសូមសួរបន្តិចវីឡាលេខ1ទៅតាមផ្លូវណាទៅត្រង់100ម៉ែត្រអរគុណប្តីអ្នកឃើញទេសូម្បីតែទីតាំងវីឡាលេខ1ក៏គាត់មិនដឹងផងខ្ញុំមិនហើយប្តីចិនជឿស្យ៉ាងអ្នកភ្ញាក់ឡើងបានហើយមិនបាច់អស់មុខនៅទីនេះទេអ្នកទាំងពីរចាំមើលទៅល្អណាស់ចិនជឿស្យ៉ាងខ្ញុំចង់ឃើញថាអ្នកនឹងធ្វើដូចម្ដេចទៅប្តីអុយខ្ញុំថាអ្នកទាំងពីរនេះធុញអត់ខ្ញុំគឺចិនជឿស្យ៉ាងតើអ្នកជាផ្លាស្ទិកមកអ្វីបានជាខ្លាំងបែបនេះកុំគិតថាត្រឹមតែទៅដល់មុខវីឡាលេខ1អ្នកនឹងក្លាយជាម្ចាស់ផ្ទះអ្នកគិតថាអាចបោកខ្ញុំបានមែនទេលុះត្រាតែអ្នកអាចបើកទ្វារបញ្ជាក់ថាអ្នកជាម្ចាស់បើខ្ញុំអាចបញ្ជាក់បានវិញហេបើអ្នកអាចបញ្ជាក់បានខ្ញុំនឹងជង្គង់នៅលើដីមែនហើយនាងនិយាយត្រូវមានសមត្ថភាពអ្នកបើកទ្វារបង្ហាញថាអ្នកជាម្ចាស់បើអ្នកបើកបានខ្ញុំនឹងផ្ដល់ប្រាក់ឲ្យអ្នកសូមស្វាគមន៍ម្ចាស់ផ្ទះត្រឡប់មកផ្ទះវិញបើខ្ញុំមិនមែនជាម្ចាស់ផ្ទះនោះខ្ញុំបើកទ្វារនេះបានយ៉ាងដូចម្ដេចអ្នកគួរតែមានវិន័យនិងនិយាយដោយគោរពពាក្យសន្យាខ្ញុំនៅតែរងចាំឲ្យអ្នកមកលិតជើងខ្ញុំទៀតផងខ្ញុំនឹងធ្វើឲ្យអ្នកឃើញឥឡូវនេះទោះបីគាត់អាចបើកទ្វារបានក៏មិនអាចបញ្ជាក់ថាគាត់ជាម្ចាស់ទីនេះបានទេមើលសម្លៀកបំពាក់របស់នាងទៅខ្ញុំគិតថានាងគ្រាន់តែជាអ្នកបម្រើរបស់ម្ចាស់ផ្ទះប៉ុណ្ណោះខ្ញុំឈ្មោះចិនជីសៀងមើលសម្លៀកបំពាក់និងមុខមាត់ក្រីក្ររបស់អ្នកទៅមើលមិនដូចជាម្ចាស់វីឡាលេខ1នេះសោះធ្វើដូចជាអ្នកកំពុងសម្ដែងឲ្យគេភ័យអីមែនទេអេខ្ញុំសួរថាពួកអ្នកទាំងពីរនិយាយចប់នៅទេមិនចង់លេងហើយមែនទេហើយខ្ញុំត្រូវបញ្ជាក់យ៉ាងម៉េចចិនជីសៀងអ្នកមិនចាំបាច់បញ្ជាក់អ្វីទេថ្ងៃនេះរសៀលមានការជួបជុំគ្នារបស់សិស្សចាស់អបអរខួប25ឆ្នាំរបស់សាឡាមខ្ញុំសិក្សាទី3ទីក្រុងយុនវានឹងធ្វើនៅសន្តាគារជូឆ្វេប្រសិនបើអ្នកពិតជាមានសមត្ថភាពអ្នកអាចទៅឲ្យមិត្តរួមថ្នាក់យើងឃើញតែសម្រាប់មនុស្សថ្នាក់ទាបដូចគាត់គ្មានចាំបាច់ជូនដំណឹងទេទៅក៏គ្រាន់តែទៅអាម៉ាស់ខ្លួនប៉ុណ្ណោះអូហូប្តីឲ្យមនុស្សថ្នាក់ទាបបែបនេះមួយឆ្នាំមិនសូវមានឱកាសឃើញអ្វីធំទេទុកឲ្យគាត់ទៅម្ដងក្រោយមកត្រឡប់ទៅផ្ទះញ៉ាំសាច់គោអាំងទៅតោះទៅលោកចាស់ឈិនមនុស្សដែលទៅបនោះជានរណាគ្រាន់តែជាមិត្តរួមថ្នាក់ម្នាក់ដែលមើលទៅចម្លែកប្រាប់ថានឹងទៅធ្វើជំនួបនៅសន្តាគារជូឆ្វេសន្តាគារជូឆ្វេនោះជាទ្រព្យសម្បត្តិរបស់ខ្ញុំផងដែរអ្នកចង់ទៅមើលម្ដងទេទៅមើលលេងក៏បានអស់ពេលច្រើនឆ្នាំហើយនិយាយទៅកាលពីសាលាខ្ញុំក៏មានមិត្តល្អប៉ុន្មានអ្នកដែរបើទំនេរបែបនេះទៅម្ដងក៏បាននេះជាជំនួបមិត្តរួមថ្នាក់គួរតែអាចនាំគ្រួសារទៅបានដែរមិនដូច្នេះទេអ្នកនាំខ្ញុំទៅផងទៅខ្ញុំនឹងជួយឲ្យអ្នកមានមុខមាត់ឡើងវិញអាចដែរចាស់ហើយយើងចូលទៅខាងក្នុងទៅអ្នកចុងក្រោយបានត្រឡប់មកហើយហានជៀនអ្នកធ្វើអ្វីនៅទីនេះមើលអ្នកនិយាយទៅទូរស័ព្ទក៏មិនលើកក្រុមហ៊ុនក៏មិនឃើញអ្នកបើខ្ញុំមិននៅទីនេះរងចាំតើខ្ញុំទៅរកអ្នកឯណាកុំភ័យនេះគឺជាប្អូនប្រុសខ្ញុំផ្ទាល់អ្នកធ្វើបានល្អណាស់លាក់បាំងហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ដោយមិនប្រាប់ពុកនៅក្រៅប្រទេសស្ទើរតែឈឺបេះដូងព្រោះអ្នកពួកគេតែងតែបង្ខំឲ្យខ្ញុំរៀបការឥឡូវខ្ញុំរកបានហើយតែគាត់វិញមិនសូវពេញចិត្តទេអេអ្នកទៅចុះគាត់គឺជាប្តីដែលអ្នករកឃើញមែនហើយអ្នកពិតជាមិនមានភ្នែកមើលមែនទេមើលគាត់ទៅអាយុចាស់ជាងអ្នកយ៉ាងហោចណាស់10ឆ្នាំមានពុកមាត់រុយមើលទៅដូចឪពុកអ្នកផងគាត់សមនឹងអ្នកឬអេប្អូនថ្លៃនិយាយបែបនេះមិនសមរម្យទេប្អូនថ្លៃអ្នកហ៊ានហៅខ្ញុំបែបនោះអ្នកចង់រកប្តីមិនអាចរកមនុស្សល្អជាងនេះទេមនុស្សវ័យក្មេងអ្នកជំនាញអ្នកជំនួញឬកូនគ្រួសារល្អមិនល្អជាងគាត់ទេ
ហានជៀនរឿងរបស់ខ្ញុំមិនចាំបាច់ឲ្យអ្នកចូលមកពាក់ព័ន្ធទេតែអ្នកជាប្អូនស្រីខ្ញុំតើខ្ញុំអាចមើលឃើញអ្នកត្រូវគេបោកបានយ៉ាងដូចម្ដេចអ្នកគ្រូបានប្រាប់ខ្ញុំថាតើអ្នកបានប្រើវិធីអ្វីបោកបញ្ឆោតប្អូនស្រីខ្ញុំហានជៀនកុំបន្តលេងល្ខោនទៀតតើអ្នកណាកំពុងលេងល្ខោនគ្នាដែរគ្រូសាហានក៏ជាគ្រូសាមានកិត្តិយសមួយដែរតែត្រូវទៅរកមនុស្សបែបនេះមករៀបការឬវានឹងធ្វើឲ្យគេអស់មុខណាស់ខ្ញុំមិនខ្វល់ពីមិត្តរបស់ពួកគេទេឥឡូវនេះខ្ញុំចង់រស់នៅជាមួយលើឈិនឲ្យបានសុខសាន្តខ្ញុំខឹងណាស់សៅឈិនមិនមែនអ្នកមានតែបន្តិចទេម៉ាក់អ្នកនិយាយថាអ្នកមានលានប៉ុន្តែសល់ត្រឹមតែ10លានទេបើមានលុយច្រើនបែបនេះចេញពីផ្ទះខ្ញុំទៅខ្ញុំមិនខ្វល់នឹងមនុស្សបែបនេះទេបើមិនគោរពនឹងត្រូវទទួលទោសអ្នកនិយាយអ្វីខ្ញុំជាអ្នកចាស់ម្នាក់ក៏ត្រូវឲ្យគាត់រៀនមេរៀនមួយពួកអ្នកប៉ុន្មានអ្នកនេះមិនគ្រប់សមត្ថភាពទេទោះជាស្ថានភាពអាក្រក់ក៏នៅតែរឹងមាំមើលទៅអ្នកមិនដឹងចាញ់ទេខ្ញុំផ្ដល់ដំបូន្មានឲ្យអ្នកដឹកនាំពួកអ្នកចេញទៅឲ្យឆាប់ថ្ងៃនេះខ្ញុំគិតពីមុខបងស្រីអ្នកទើបមិនចង់ធ្វើឲ្យរឿងធំឡើងកុំធ្វើឲ្យរឿងធំឡើងទៀតអ្នកតែងតែបែបនេះទេហានជៀនសូមគោរពខ្លះគាត់គឺជាប្តីរបស់បងស្រីអ្នកអញប្តីបងស្រីអីខ្ញុំដឹងគោរពមនុស្សគ្រប់គ្នាតែអ្នកស្ដាប់ខ្ញុំមើលទៅអ្នកណាហ៊ានប៉ះគាត់អ្នកចាស់ម្នាក់នេះគ្មានអ្វីទេខ្ញុំចង់ឃើញអ្នកណាហ៊ានប៉ះគាត់ហានជៀនបោះខ្ញុំចេញយូស៊ីស្ងប់ស្ងាត់មិនអីទេខ្ញុំអាចដោះស្រាយបានកុំអត់ធ្មត់ទៀតទីនេះប្រហែលមិនសមសម្រាប់ប្រយុទ្ធទេទៅខាងក្រៅបើអ្នកចង់ស្លាប់ខ្ញុំនឹងបំពេញបំណងអ្នកទាំងអស់គ្នាស្ដាប់កុំអត់ដៃអ្នកណាវាយខ្លាំងបំផុតនឹងទទួលរង្វាន់ច្រើនបំផុតខ្ញុំខ្ចីលុយអ្នកតែអ្នកការពារគាត់បែបនេះបោះខ្ញុំចេញហានជៀនអ្នកកាន់តែអាក្រក់ឡើងគាត់មានអាយុច្រើនហើយបើមានអ្វីកើតឡើងខ្ញុំមិនអាចអភ័យទោសអ្នកបានទេអ្នកធ្វើបែបនេះសម្រាប់មនុស្សក្រៅមិនខ្វល់សាច់ញាតិខ្លួនឯងទេនោះព្រោះគាត់បានជួយខ្ញុំបងស្រីអ្នកចង់សងគុណមានវិធីជាច្រើនអ្នកអាចផ្ដល់លុយគាត់ក៏បានតែហេតុអ្វីត្រូវលះបង់ខ្លួនឯងអ្នកមិនយល់ទេឆាប់ទៅឈប់ពួកគេកុំឲ្យពួកគេប៉ះពាល់ដល់លើឈិនអ្នកពិតជាចង់ជួយគាត់បែបនេះមែនទេសូមបងស្រីកុំឲ្យពួកគេប៉ះពាល់ដល់លើឈិនដោយគោរពមុខអ្នកខ្ញុំនឹងទុកជីវិតគាត់ប៉ុន្តែប៉ុន្មាននាទីក្រោយប្រហែលគាត់ត្រូវវាយដួលហើយមនុស្សដែលខ្ញុំនាំមកគឺជាទាហានពិសេសជាន់ខ្ពស់នេះហៅថាទាហានពិសេសជាន់ខ្ពស់ឬលើឈិនអ្នកមិនរងរបួសទេមិនអីទេស្ងប់ស្ងាត់បានខ្ញុំថាអ្នកប្រហែលត្រូវបានគេបោកហើយកម្រិតរបស់ពួកគេមិនសមនឹងហៅថាជាន់ខ្ពស់ទេមិនអាចទេអ្នកធ្វើដូចម្ដេចបានដោយគិតថាអ្នកជាមិត្តរបស់យូស៊ីខ្ញុំមិនចង់បង្កបញ្ហាដល់អ្នកទេចេញទៅឲ្យលឿនរឿងនេះមិនទាន់ចប់ទេលើឈិនមិនគិតថាអ្នកមានសមត្ថភាពបែបនេះទេតែពីនេះទៅមិនអនុញ្ញាតឲ្យអ្នកប្រញាប់ប្រញាល់បែបនេះទៀតអ្នកមានអាយុហើយមិនមែនយុវជនទេបារងរបួសធ្ងន់ធ្ងរតើធ្វើដូចម្ដេចយល់ហើយពេលក្រោយខ្ញុំនឹងស្ដាប់អ្នកសម្លៀកបំពាក់នេះហេតុអ្វីបានជាខូចតើខូចពេលប្រយុទ្ធឬ
យប់នេះអ្នកត្រូវទៅជួបមិត្តភក្តិមែនទេមិនអីទេដេវីឡើងវិញបានអត់បានទេអ្នកគឺជាប្តីរបស់ខ្ញុំមិនអាចឲ្យអស់មុខបានទេខ្ញុំបានទិញសម្លៀកបំពាក់ថ្មីឲ្យអ្នកហើយទៅសាកមើលពិតមែនទេទៅមិនខុសទេដែលជាបរិសរបស់ខ្ញុំហានយុនស៊ីទេលោកឈិនខ្ញុំមិនគិតថាអ្នកក៏អាចសង្ហាបែបនេះដែរដូច្នេះយើងចេញដំណើរទៅប្រជុំតាមទូរស័ព្ទសិនលុបចោលទៅសិនរងចាំឲ្យខ្ញុំរួចការងារមុនសិនហើយទើបនិយាយវិញឬថាវាសំខាន់បើបញ្ចប់ប្រជុំហើយទៅរៀនក៏មិនអីទេអញ្ចឹងបានហើយខ្ញុំនឹងឲ្យអ្នកបើកបរដឹកអ្នកទៅមុនសិនខ្ញុំរួចការងារហើយនឹងទៅជួបអ្នកក្រោយមែនទេគួយហ្វិនមិនបានជួបគ្នាយូរហើយអ្នកទាំងអស់គ្នាសាក់ទីមើលថាខ្ញុំថ្ងៃនេះជួបនរណាចិនជីស៊ីងមែនទេមនុស្សនោះដែលអ្នកទាំងអស់គ្នាមានចំណាំទេអូគាត់នោះឯងច្បាស់ណាស់ចាំបានហើយអស់ពេលច្រើនឆ្នាំមិនបានជួបគាត់ខ្ញុំបានឮថាគាត់ហាក់បីដូចជាជីវិតមិនសូវល្អទេមិនមានការងារស្ថិរភាពសោះទៅថ្ងៃក្រោយចាស់ទៅសូម្បីតែប្រាក់សោធននិវត្តន៍ក៏មិនមានមុននេះគាត់ជាមនុស្សល្អណាស់មិនគិតថានឹងទៅដល់ស្ថានភាពបែបនេះអូយមនុស្សដទៃណាអាចល្អដូចអ្នកទេអ្នកក៏ចូលចិត្តលេងសើចខ្ញុំទៀតហើយអ្នកនិយាយដូចជាល្អណាស់ណាម្យ៉ាងវិញមីយ៉ូយីគឺគ្រាន់តែជាអ្នកសម្អាតប៉ុណ្ណោះតែបង្ហាញថាខ្លួនជាម្ចាស់វីឡាធ្វើឲ្យខ្ញុំស្ទើរតែខ្មាស់មុខមិនចង់បកស្រាយទៀតហេបើដូច្នេះអ្នកគិតថាគាត់នឹងមកចូលរួមជួបជុំមិត្តរួមថ្នាក់ទេអូអ្នកគិតថាយ៉ាងម៉េចដោយស្ថានភាពគាត់ជាមនុស្សថ្នាក់ទាបបែបនេះតើធម្មតាគាត់អាចមកញ៉ាំនៅសន្តាគារថ្លៃបានទេថ្ងៃនេះគាត់ប្រកាសជាមកញ៉ាំឥតគិតថ្លៃមិនប្រកាសទេថានឹងខ្ចប់យកទៅផងវាពិតជាសំណាងសម្រាប់គាត់ហើយរថយន្ត Maybach ម៉ូដែលថ្មីបំផុតអូយតម្លៃរាប់លានមិនដឹងថាជាមនុស្សសំខាន់ណាមកដល់ទេអរគុណចិនជូស៊ីងខំប្រឹងហើយនេះមានរឿងអីកើតឡើងមិនមែនថាគាត់ក្រទេខ្ញុំក៏មិនដឹងដែរសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្រាន់តែយូរមកហើយមិនបានជួបគ្នាសៀវឈៀនសៀវលីនអើយពេលវេលាឆាប់ណាស់មួយផ្លេតបានកន្លងទៅ20ឆ្នាំហើយបងចិនអ្នកនេះទៅដល់កម្រិតធំហើយមែនទេទាំងឡានមេបាច់ទាំងខោអាវស្អាតប្រណិតមើលតែវត្ថុធាតុក៏ដឹងថាតម្លៃខ្លាំងហើយមិនចំណាយប៉ុន្មានម៉ឺនមិនអាចទិញបានទេអូយមិនទេបងធានបើខ្ញុំមិនច្រឡំអ្នកធ្វើការជាអ្នកសម្អាតនៅសន្តាគារមែនទេពេលខ្ញុំចេញពីបន្ទប់លើកមុនខ្ញុំបានឃើញអ្នកកំពុងសម្អាតបន្ទប់អំឡុងពេលនោះខ្ញុំខ្លាចអ្នកអៀនដូច្នេះមិនហ៊ានស្គាល់អ្នកសម្អាតសន្តាគារខ្ញុំធម្មតាមិនចង់ពាក់ព័ន្ធជាមួយមនុស្សបែបនេះទេមានមនុស្សខ្លះគ្រាន់តែចូលចិត្តធ្វើជាអ្នកមានទោះបីខ្លួនឯងក្រដាច់ខាតក៏ដោយមកចូលរួមជួបជុំមិត្តភក្តិម្ដងនេះក៏ទៅជួលឡានមេបាច់មកទៀតហើយថែមទាំងខ្ចីខោអាវប្រណិតមកពាក់មើលទៅសំណាស់តែសម្រាប់ខ្ញុំនេះគឺជាការបង្ហាញខ្លួនคล้ายៗតើអ្នកមិនហត់ទេអូខ្ញុំដឹងហើយអ្នកគឺជាអ្នកសម្អាតនៅវីឡាលេខ1ពេលថ្ងៃមែនទេបងចិនអ្នកចំណាយលុយអស់សំណើចបែបនេះធ្វើអ្វីពួកយើងសុទ្ធតែមិត្តរួមថ្នាក់ទោះបីយើងដឹងស្ថានភាពអ្នកយើងក៏មិនមើលងាយអ្នកទេមិនចាំបាច់ធ្វើឲ្យដូចជាពួកយើងជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិបែបនោះទេបើអ្នកមិនអាចទ្រាំបានក៏មិនចាំបាច់មកចូលរួមទេបងចិនអុយល្អណាស់មើលទៅមនុស្សក៏មកគ្រប់ហើយពួកយើងចូលទៅខាងក្នុងមុនទៅមកខ្ញុំមិនចង់នៅជាមួយអ្នកកនេះទេ
លោកចិនខ្ញុំមានចងចាំគាត់ដូចជាបានកក់បន្ទប់ធម្មតាមុនអ្នកទៅរៀបចំឲ្យគាត់បដូរទៅជាបន្ទប់ប្រណិតកម្ពុជាអធិរាជទៅបានខ្ញុំទៅរៀបចំឥឡូវនេះអូយវាអស្ចារ្យពេកហើយបែបនេះទើបត្រូវហើយសូមអរគុណអ្នកទាំងអស់ដែលបានមកស្រា Roman Conte 210នេះគឺហាងផ្ដល់ជូនដោយឥតគិតថ្លៃសូមទទួលទានដោយសុខចិត្ត Roman Conte ផ្ដល់ឥតគិតថ្លៃហាងនេះចិត្តធំណាស់ស្រាមួយ10នេះយ៉ាងហោចណាស់ក៏តម្លៃជាច្រើនម៉ឺនដែរអូមែនហើយតើបន្ទប់នេះមានការយល់ច្រឡំទេមិនមានការយល់ច្រឡំទេពួកយើងបានលើកកម្ពស់ឲ្យទៅជាបន្ទប់កម្ពុជាសម្រាប់អ្នកបើគ្មានបញ្ហាយើងនឹងមិនរំខានការទទួលទានរបស់អ្នកទៀតទេចាំមុននេះទាំងផ្ដល់ស្រាទាំងបដូរបន្ទប់មានន័យអ្វីនេះជាការបញ្ជាពីជំនួយការលីនៃការិយាល័យក្រុមហ៊ុនធំគាត់និយាយថាមានម្នាក់ក្នុងចំណោមអ្នកគឺជាភ្ញៀវសំខាន់របស់គាត់ជំនួយការលីតើគាត់ជាមនុស្សពីក្រុមហ៊ុនឆេងហៃមែនទេបាទមែនហើយប្រាប់ស៊ីវលីថាខ្ញុំទទួលចិត្តរបស់គាត់ហើយក្រោយនេះកុំធ្វើឲ្យពិបាកបែបនេះទៀតអ្វីជំនួយការពិសេសមានព័ត៌មានតិចតួចមួយអ្នកទាំងអស់គ្នាមើលខ្ញុំធ្វើអីចេញអ្នកស្គាល់ជំនួយការលីពីក្រុមហ៊ុនស៊ីងហ្វេងផងអញ្ចឹងមានព័ត៌មានតិចតួចមួយប៉ុណ្ណោះគ្រាន់តែស្គាល់បន្តិចបន្តួចខ្ញុំឈ្មោះឈិនជីសៀងអ្នកទៀតហើយកំពុងធ្វើជាអ៊ូតមែនទេអ្នកទៅណាដែលស្គាល់គេបានជំនួយការលីសូមកុំឈរធ្វើឲ្យអាម៉ាស់នៅទីនេះតាមដែលខ្ញុំគិតក្នុងចំណោមមិត្តរួមថ្នាក់ទាំងនេះមានតែគាត់ប៉ុណ្ណោះដែលអាចឲ្យជំនួយការលីគោរពដូចជាភ្ញៀវកិត្តិយសមិត្តរួមថ្នាក់ទាំងអស់គ្នាអ្នកមិនទាន់ដឹងទេគ្រូសាលីនមានរោងចក្រធំជាច្រើនមានទ្រព្យសម្បត្តិជាច្រើនលានហើយឥឡូវនេះក៏ជាអ្នកផ្គត់ផ្គង់ឲ្យក្រុមហ៊ុនជីនហ្វេងផងដែរអ្នកណាចង់អួតសរសើរត្រូវឆាប់ធ្វើទៅអាជីវកម្មល្អបែបនេះមិនគួរឲ្យខកខានទេលីនក៏ត្រូវស្គាល់ជំនួយការលីដែរអ្នកមានស្ថានភាពបែបនេះប្រកាសជាស្គាល់ដូច្នេះគ្មានបញ្ហាទេជំនួយការលីប្រកាសជាមកដោយសារតែអ្នកទើបផ្ដល់ការទទួលស្វាគមន៍ល្អបែបនេះខ្ញុំគ្រាន់តែជាអ្នកផ្គត់ផ្គង់តូចម្នាក់តើមានអំណាចធំដូចនេះនៅពេលណាអូវាមិនបាច់និយាយទេហាខ្ញុំស្គាល់ជំនួយការលីខ្ញុំធ្លាប់ញ៉ាំអាហារជាមួយប្រធានក្រុមហ៊ុនស៊ីងហ្វេងហាន់យុនស៊ីផងអូខ្ញុំបានគិតហើយដូច្នេះហើយមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះយើងទាំងអស់គ្នាបានអាស្រ័យលើលីនហើយមិនដូចមនុស្សខ្លះដែលមិនមែនជាគុណសម្បត្តិរបស់ខ្លួនទេតែក៏ចូលមកអួតយ៉ាងមិនខ្មាស់អៀនអីចិនអ្នកនៅតែដូចមុនចូលចិត្តរកមុខមាត់ណាស់នៅមុខមិត្តភក្តិវាមិនអីទេប៉ុន្តែនៅមុខមនុស្សក្រៅវាអាម៉ាស់ខ្លាំងណាស់អ្នកសម្អាតនេះចូលចិត្តអួតណាស់អូបាទមកទាំងអស់គ្នាមិត្តរួមថ្នាក់យើងលើកកែវអបអរសាទរខ្ញុំស្នើឲ្យគ្រប់គ្នាផឹកមួយកែវអូស្រា Roman Conte នេះពិតជាឆ្ងាញ់ណាស់មិនអីទេថាហេតុអ្វីបានជាវាថ្លៃបែបនេះ20ឆ្នាំបានកន្លងផុតទៅហើយដែលយើងអាចជួបជុំគ្នាវិញខ្ញុំមានអារម្មណ៍ទាំងស្គាល់ទាំងមិនស្គាល់កាលពីសម័យរៀនពួកយើងគ្មានបារម្ភអ្វីទេហើយទំនាក់ទំនងរវាងមនុស្សក៏សាមញ្ញជាងសពថ្ងៃបាត់ពេលចាស់ឡើងកាន់តែចូលចិត្តរំលឹកអតីតកាលអូនិយាយដល់នេះខ្ញុំចងចាំរឿងកំ pl ែងមួយនៅពេលរៀនអ៊ីហ្វានអ្នកចាំទេពេលរៀនកីឡាអ្នកមានរដូវភ្លៀងពេលនោះចំណេះដឹងអំពីអនាម័យមិនទាន់មានទូលំទូលាយទេមនុស្សគ្រប់គ្នាមិនយល់ទេពេលឃើញខោរបស់នាងមានឈាមខ្ញុំស្រែកថាអូខ្វៃហ្វិនអ្នកឈាមហូរហើយភ្លាមខ្ញុំដោះអាវក្រៅរបស់ខ្ញុំឲ្យនាងពាក់ដើម្បីគ្រប់នាងមិនអាម៉ាស់ទេប៉ុន្តែអាវរបស់ខ្ញុំវិញខូចទៅហើយអាវនោះខ្ញុំទិញដោយប្រើប្រាក់អាំងប៉ាវច្រើនណាស់ពេលនោះខ្ញុំស្ដាយខ្លាំងណាស់ខ្ញុំបាននិយាយថាចិនជីស៊ីនអ្នកមែនទេអស់ពេលប៉ុន្មានឆ្នាំហើយអ្នកនិយាយអំពីនាងធ្វើអីហើយក៏មានស៊ីវលីនផងដែរកាលពីពេលដែលអ្នករៀននៅសាលាអ្នកតូចស្ដើងពាក់វ៉ែនតាហើយមិនសូវនិយាយជាមួយអ្នកដទៃមើលទៅមិនឆ្លាតសោះអូលោកលីនដែលមិនឆ្លាតមែនទេអ្នកណានិយាយបែបនេះតើអ្នកនៅចាំទេកាលនោះក្រៅសាលាមានក្រុមក្មេងអាក្រក់មួយក្រុមមកបង្ខំយកលុយពីអ្នករៀងរាល់ថ្ងៃបើអ្នកមិនអពុគេនឹងវាអ្នកយ៉ាងសាហាវខ្ញុំមើលឃើញហើយមិនអាចទ្រាំបានទេហេតុអ្វីបានវាខ្លាំងបែបនេះខ្ញុំបានរួមគ្នាជាមួយក្មេងប្រុសនៅថ្នាក់ដើម្បីចេញទៅប្រយុទ្ធជាមួយពួកគេក្រៅសាលាអូគួរឲ្យសោកស្ដាយណាស់ខ្ញុំត្រូវបានសាលាដាក់ទណ្ឌកម្មប៉ុន្តែសំណាងល្អចាប់តាំងពីពេលនោះមកសាលាក៏ស្ងប់ស្ងាត់ឡើងមិនមានរឿងបែបនេះទៀតឡើយមានន័យអ្វី
តើអ្នកកំពុងចង់បញ្ចេញអ្វីមកលើខ្ញុំទេអ្នកនៅតែមានមុខនិយាយអំពីរឿងចាស់ទាំងនេះទៀតខ្ញុំទទួលស្គាល់ថាកាលនោះអ្នកបានជួយខ្ញុំប៉ុន្តែអ្នកមិនចាំបាច់យកវាមកនិយាយឡើងវិញទេគាត់បែបនេះហៅថាឧធ្វើល្អហើយទាមទារការដឹងគុណពីមនុស្សបែបនេះខ្ញុំបានឃើញច្រើនហើយអូខ្ញុំគ្រាន់តែគិតអ្វីនិយាយអ្វីមិនមានន័យផ្សេងទេអ្នកកុំធ្វើមុខធ្វើមាត់ទៀតអ្នកគ្រាន់តែឃើញលោកលីនមានជីវិតល្អជាងអ្នកហើយចាំទាញគាត់ចុះមែនទេមិត្តរួមថ្នាក់ទាំងអស់បាត់មែនអូស៊ីវឈិននិយាយមកទើបចង់ឲ្យខ្ញុំជួយអ្វីរោងចក្ររបស់អ្នកកំពុងខ្វះអ្នកមើលទ្វារមែនទេខ្ញុំគិតថាចិនជីសៀងសំណាស់មិនអីទេគាត់សំណាស់ការងារជាអ្នកយាមក៏ល្អជាងការងារសម្អាតរបស់អ្នកមានស្ថិរភាពជាងកុំបារម្ភថាម្ចាស់មិនគិតគូរទេថ្ងៃស្អែកអ្នកអាចមកធ្វើការនៅកន្លែងខ្ញុំបានមិនបាច់ទេខ្ញុំគិតថាជីវិតខ្ញុំឥឡូវល្អហើយល្អអីទៅអ្នកគុំទៅស៊ូទៀតការងារជាអ្នកយាមទោះមិនសូវមានកិត្តិយសក៏ល្អជាងអ្នកសម្អាតដែរទៅធ្វើទៅហើយក្រោយមករកប្រពន្ធម្នាក់រឿងប្រពន្ធមិនចាំបាច់អ្នកព្រួយទេខ្ញុំមានរួចហើយថ្ងៃនេះទើបតែចុះបញ្ជីអាពាហ៍ពិពាហ៍អ្នកណាអាចយកអ្នកទៅធ្វើប្តីបានអ្នកមិនមែនយកមនុស្សមេម៉ាយទេមែនកុំចោទចោលខ្ញុំគិតថាគាត់អាចរកបានតែប្រភេទនោះប៉ុណ្ណោះវាអាចធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្តនាងមិនមែនជាមេម៉ាយទេមិនមែនមេម៉ាយទេហើយថ្ងៃនេះជួបម្ចាស់អ្នកហេតុអ្វីមិននាំនាងមកឲ្យយើងទាំងអស់គ្នាបានឃើញផងដើមគ្រោងនាងនឹងមកដែរប៉ុន្តែភ្លាមមានការងារសំខាន់ត្រូវទៅដឹកនាំកិច្ចប្រជុំមួយដូច្នេះថ្ងៃនេះប្រហែលមិនអាចមកបានទេអូនិយាយដូចជាមានទូនីតិធម្មតាចិនជីសៀងអ្នកកុំអួតទៅនិយាយតាមពិតទៅអ្នកគ្រាន់តែយកមេម៉ាយម្នាក់ទេមិត្តចាស់មិនមានអ្នកណាសាច់អ្នកទេប្រពន្ធរបស់ខ្ញុំអ្នកគួរតែស្គាល់អ្នកទាំងអស់គ្នាក៏ស្គាល់ផងនាងជានរណាជាប្រធានក្រុមហ៊ុនឆេងហើយលោកស្រីហានយុនស៊ីគាត់អាចជាប្រធានក្រុមហ៊ុនហានយុនស៊ីអីទេអ្វីទៅនោះហាមើលទៅដូចជាកំពុងស្រវឹងហើយអ្នកនិយាយអីមិនដឹងខ្លួនទេប្រធានក្រុមហ៊ុនស៊ីងហ្វៃខ្ញុំគិតថាអ្នកសំបីតែគ្មានសិទ្ធិជួបគេផងអុយខ្ញុំថាសិនជីស៊ីងអ្នកទៅតែផឹកបន្តិចបន្តួចតែហេតុអ្វីបានជានិយាយធំដុំបែបនេះពាក្យបែបនេះមិនអាចនិយាយលេងបានទេក្រុមហ៊ុនស៊ីងហ្វៃគឺជាក្រុមហ៊ុនធំមួយនៅខេត្តណានស្ថានភាពសង្គមរបស់គេកំពូលណាស់មិនមែនយើងអាចប្រៀបធៀបបានទេតែអ្នកវិញត្រូវស្គាល់ការពិតផងបើអ្នកអាចរៀបការជាមួយហានយុនស៊ីបាននោះខ្ញុំក៏ជាមេដឹកនាំធានមិនដែរហាមកលើពេងសម្រាប់យូមេធានមិនមកអ្នកមិនជឿអីចាំទុកទៅខ្ញុំក៏មិនចង់ពន្យល់ទេគ្រប់គ្រាន់ហើយអ្នកគុំតែបន្តរឹងមាត់ទៀតចាប់តាំងពីអ្នកចូលមកអ្នកនិយាយអួតជាប់ពួកយើងជាមិត្តរួមថ្នាក់ចាស់មិនចង់ប្រកាន់អ្នកទេតែអ្នកគុំមិនស្គាល់កន្លែងរបស់ខ្លួនមែនហើយបើដឹងថាគាត់បែបនេះមិនគួរអញ្ជើញគាត់មកទេបំផ្លាញអារម្មណ៍សប្បាយរបស់ពួកយើងអស់មែនទេមិត្តទាំងអស់គ្នាឈ្មោះចិនសំណើដែលខ្ញុំបាននិយាយមុននេះអ្នកគិតយ៉ាងម៉េចហើយថ្ងៃស្អែកមកធ្វើការនៅកន្លែងខ្ញុំទៅខ្ញុំផ្គត់ផ្គង់បាយនិងកន្លែងស្នាក់នៅហើយខែមួយឲ្យប្រាក់ខែ 4000 ប្រធានក្រុមហ៊ុនលោកចិនណែណានាំខ្ញុំទៅជួបគាត់ភ្លាមកន្លែងខ្ញុំមានឆ្កែធំមួយមើលទៅសាហាវអាចថែទ្វារបានតែបងចិនអ្នកមានសមត្ថភាពខ្លាំងជាងឆ្កែនេះទៀតប្រើបានល្អជាងហាអូហើយយកប្រពន្ធអ្នកមកផងព្រោះគាត់នៅទំនេរខ្ញុំនឹងបន្ថែមប្រាក់ឲ្យ 2000 អ្នកនិយាយគ្រប់គ្រាន់ហើយឬនៅមិនពេញចិត្តអីស្ដាយប្រពន្ធអ្នកមិនចង់ឲ្យគាត់ទ្រាំលំបាកជាមួយអ្នកមែនទេទោះបីខ្ញុំធ្លាក់ថោកយ៉ាងណាក៏មិនចាំបាច់អាស្រ័យលើការអាណិតពីអ្នកទេដាក់ចុះទៅអត្តសញ្ញាណមោទនភាពក្រីក្ររបស់អ្នកជាមិត្តចាស់ខ្ញុំកំពុងជួយអ្នកហើយខ្ញុំនឹងបន្ថែម 1000 ទៀតយប់នេះយកប្រពន្ធអ្នកទៅថែទ្វារនៅរោងចក្រស្ដាប់ថាមាននរណាម្នាក់ចង់ឲ្យខ្ញុំទៅថែទ្វារបើមាននរណាម្នាក់ចង់ឲ្យខ្ញុំទៅយាមទ្វារលោកហ៊ានលោកលីវឈិនសូមទោសខ្ញុំមកយឺតបន្តិចមិនអីទេប្រភេទជំនួបមិត្តភ័ក្តិដែលគ្មានមនោសញ្ចេតនាពេញទៅដោយភាពលោភលន់និងការលួងលោមបែបនេះអ្នកមិនមកក៏មិនខុសទេលោកមកដល់ហើយទំនាក់ទំនងរបស់លោកជាមួយបងឈិនគាត់មិនបានប្រាប់អ្នកហើយឬខ្ញុំជាប្រពន្ធរបស់ចិនជីសៀងអ្វីវាអាចទៅរួចយ៉ាងដូចម្ដេចអ្នកមកតាំងពីពេលណា
នៅពេលដែលអ្នកហៅគាត់ឲ្យទៅយាមទ្វារខ្ញុំបានឈរនៅខាងមុខទ្វារហើយស្ដាប់អស់ទាំងអស់ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់អូនោះគ្រាន់តែជាការលេងសើចទេមិនអាចយកជាការពិតបានទេតើពិតជាឲ្យពួកយើងប្តីប្រពន្ធទៅយាមទ្វារឲ្យអ្នកមែនទេលោកលីនអ្នកមានសមត្ថភាពខ្លាំងណាស់ហើយតែខ្ញុំគិតថាការយាមទ្វារនេះគឺគ្រោះថ្នាក់ណាស់មិនដូច្នោះទេយើងទាំងពីរយល់ព្រមតាមគាត់ទៅអូបងឈិនអ្នកកុំស្រែកបែបនេះអីខ្ញុំមិនមានភាពក្លាហានបែបនោះទេឲ្យខ្ញុំទៅយាមទ្វារឲ្យអ្នកទាំងពីរនោះប្រហែលជាសំហើយដើមទេខ្ញុំគិតថាដោយសារអ្នកជាមិត្តរួមថ្នាក់របស់លោកឈិនខ្ញុំអាចជួយថែរក្សាអ្នកបានតែឥឡូវនេះមើលទៅមិនចាំបាច់ទៀតទេហើយថែមទៀតខ្ញុំសូមប្រាប់ថាចាប់ពីពេលនេះទៅរោងចក្ររបស់អ្នកនឹងត្រូវដកចេញពីបញ្ជីអ្នកផ្គត់ផ្គង់អស់ហើយអស់ទាំងអស់ហើយអស់ទាំងអស់ហើយយើងទៅវិញសាវលីអ្នកដែលហ៊ានបំពានលើប្តីរបស់យុនស៊ីអ្នកដឹងថាត្រូវធ្វើដូចម្តេចហើយមែនទេបាទមកនេះលោកលីវឈិនហេតុអ្វីមើលទៅអារម្មណ៍អ្នកធ្លាក់ទាបបន្តិចមិត្តភក្តិដែលធ្លាប់មានទំនាក់ទំនងល្អប៉ុណ្ណោះឥឡូវคล้ายទៅជាមនុស្សបែបនេះទាំងអស់ប្រហែលជាខ្ញុំមានអារម្មណ៍សោកស្ដាយបន្តិចល្អហើយកុំគិតច្រើនពេកទៀតអេអ្នកមកវិញទៀតហើយអ្នកចង់ធ្វើអ្វីខ្ញុំព្រមានអ្នកកុំប៉ះពាល់ខ្ញុំថ្ងៃនេះខ្ញុំមកមិនមែនរករឿងអ្នកទេនិយាយមកតើមានរឿងអ្វីតើអ្នកទាំងពីរត្រៀមទៅចូលរួមសន្និសីទវិនិយោគរបស់ក្រុមហ៊ុនមែនទេពិតណាស់វាជាឱកាសអាចធ្វើឲ្យក្រុមហ៊ុនឡើងដល់កម្រិតខ្ពស់ខ្ញុំមិនអាចខកខានបានទេតែរឿងនេះមិនមែនងាយស្រួលទេតើអ្នកចង់និយាយអ្វីខ្ញុំមានគម្រោងណែនាំអ្នកឲ្យស្គាល់មនុស្សធំម្នាក់ពីក្រុមហ៊ុនយប់យ៉ាងនេះហើយអ្នកកុំទៅរកលោកចិនទេបានទេអ្នកមិនយល់ទេរឿងនេះមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំក៏មិនដឹងថាមនុស្សដែលបានណែនាំក្នុងលិខិតនោះអាចជឿទុកចិត្តបានឬអត់តាមដែលខ្ញុំដឹងការសម្រេចចុងក្រោយក្នុងសន្និសីទវិនិយោគគឺស្ថិតនៅលើគមេដឹកនាំធំដែលម្នាក់ដែលគេហៅថាឡុងសៅមិនថាមនុស្សនោះធំយ៉ាងណាក៏ដោយគេមិនអាចលើសឡុងសៅបានទេមិនថាយ៉ាងណាក៏ដោយខ្ញុំក៏ចង់ទៅសាកល្បងមើលអ្នកសិននៅទីនេះចាំខ្ញុំប្រុងប្រយ័ត្នផងលឿនឡើងហេតុអ្វីអ្នកមកទីកន្លែងបែបនេះម្ដងទៀតមនុស្សធំនោះដែលអ្នកនិយាយគាត់ជាមនុស្សប្រភេទណាចូលទៅក្នុងហើយអ្នកនឹងដឹងមកខ្ញុំសូមណែនាំឲ្យស្គាល់នេះគឺជាកូនប្រុសរបស់ប្រធានលីនៃក្រុមហ៊ុនធានមិនឈ្មោះឈិនហ្វាងនិងក៏ជាកូនប្រុសរបស់ប្រធានគណៈកម្មការផងដែរសូមអញ្ជើញអង្គុយខ្ញុំបានឮអំពីកឡុងសៅពីនឹងប្រធានក្រុមហ៊ុនធានតែមិនសូវដឹងច្បាស់ទេនោះគឺអ្នកមិនសូវដឹងទេនៅក្នុងធានមិនឡុងសៅគឺធំបំផុតខាងក្រោមគាត់មានប្រធានក្រុមហ៊ុននិងប្រធានគណៈកម្មការនិយាយឲ្យច្បាស់ទៀតគឺធានមិនមែនជាក្រុមហ៊ុនធម្មតាទេវាដូចជាអង្គការធំមួយប្រធានក្រុមហ៊ុនទទួលបន្ទុកផ្នែកពាណិជ្ជកម្មខណៈមនុស្សម្នាក់ទៀតគ្រប់គ្រងការងារខាងក្នុងសាមញ្ញនិយាយគឺម្នាក់គ្រប់គ្រងខាងក្នុងម្នាក់គ្រប់គ្រងខាងក្រៅយល់ហើយរឿងចូលបន្ទប់ប្រជុំខ្ញុំអាចជួយបានមិនអាចធានាថាជោគជ័យទេប៉ុន្តែអាចបង្កើនឱកាសឲ្យអ្នកបានល្អណាស់មិនថាលទ្ធផលយ៉ាងណាខ្ញុំនឹងមិនឲ្យអ្នកជួយដោយឥតប្រយោជន៍ទេមិនចាំបាច់អរគុណទេខ្ញុំក៏មិនខ្វះអ្វីដែរគ្រាន់តែចាត់ទុកថាជាមិត្តម្នាក់ប៉ុណ្ណោះគេជួយធំដល់នេះហើយអ្នកគួរតែផឹកស្រាមួយកែវមិនមែនទេល្អហើយសូមជូនពរឲ្យយើងជោគជ័យមកជោគជ័យល្អណាស់ខ្ញុំមិនមានអ្នកការពារច្រើនបែបនេះទេអ្នកចូលមកបានយ៉ាងម៉េចអ្នកនៅខាងក្រៅប៉ុន្មានអ្នកនោះមើលទៅល្អប៉ុណ្ណោះតែគ្មានសមត្ថភាពអាចរារាំងខ្ញុំបានឬអ្នកជាមនុស្សរបស់ក្រុម Shaman ទាំងនេះតែហ៊ានធ្វើអំពើមិនគួរទេមិនខ្លាចឲ្យគេដាក់ទោសទេចាស់ឲ្យអ្នកប្រហែលជាមិនដឹងទេ
Kinshel គឺជាកូនប្រុសរបស់ប្រធានក្រុមប្រឹក្សា Shaman មើលទៅទាំងអស់ក្នុងថែមិនមាននរណាហ៊ានប៉ះគាត់ប្រាប់អ្នកត្រង់ទោះបីជាប្រធាន Chen យីងលួក៏ដោយបើចង់ធ្វើអ្វីលើគាត់ក៏ត្រូវគិតឡើងវិញជាច្រើនដងហើយបើជា Long Shao វិញអ្នកនិយាយអំពី Long Shao មែនទេ Long Shao គ្មានពេលមកពាក់ព័ន្ធរឿងតូចតាចបែបនេះទេខ្ញុំប្រាប់អ្នកគួរតែដឹងខ្លួនឯងកុំមករំខានរឿងល្អរបស់ខ្ញុំអ្នកមិនអាចប៉ះខ្ញុំបានទេខ្ញុំជាកូនប្រុសប្រធានក្រុមប្រឹក្សាអ្នកចាំមើលទៅអ្នកជាអ្នកវីមែនទេប៉ាកុំចោលពេលនិយាយទៀតអញ្ជើញតាមមកឲ្យលឿនហាពិតជាសប្បាយណាស់ព្រឹកមួយបន្ទាប់ពីយប់ដ៏សំខាន់មួយស្ត្រីម្នាក់ភ្ញាក់ឡើងជាមួយនឹងអារម្មណ៍អៀនខ្លាំងព្រោះនាងនិងលោកចេនបានក្លាយជាប្តីប្រពន្ធផ្លូវការហើយនាងសួរគាត់ថាចង់ញ៉ាំអាហារពេលព្រឹកឬអត់ប៉ុន្តែបន្ទាប់មកនាងក៏នឹកឃើញរឿងមួយដែលធ្វើឲ្យនាងសោកស្ដាយពួកយើងបានក្លាយជាប្តីប្រពន្ធផ្លូវការហើយខ្ញុំមានអារម្មណ៍អៀនណាស់អូកុំបន្តនិយាយទៀតប៉ុន្តែមានអារម្មណ៍សោកស្ដាយបន្តិចដែរខ្ញុំចង់ពឹងផ្អែកលើកម្លាំងគឺទៀនមិនក៏ប៉ុន្តែឱកាសនោះបានបាត់បង់ទាំងស្រុងហើយហេតុអ្វីបាននិយាយបែបនោះអ្នកគិតមើលទៅក៏ឈិនហ្វេងក៏ត្រូវបានយើងបំពេញយ៉ាងខ្លាំងហើយគាត់ប្រកាសជានឹងរារាំងយើងដើមទាំងនេះក៏មានសង្ឃឹមតិចស្រាប់ហើយឥឡូវវិញគ្មានសង្ឃឹមទៀតទេបើមិនសាកល្បងតាដឹងដូចម្ដេចខ្ញុំណែនាំអ្នកឲ្យចូលរួមសន្និសីទវិនិយោគដដែលទៅដល់ពេលនោះខ្ញុំនឹងផ្ដល់អំពើភ្ញាក់ផ្អើលមួយឲ្យអ្នកសៀវលីមូនីធីរបស់យើងបានរៀបចំរួចហើយឬនៅប្រធានការប្រាក់ដែលអាចប្រើបានទាំងអស់ត្រូវបានប្រមូលមកហើយសរុប500,000 លានសូម្បីតែ500,000 លានក៏ពិបាកណាស់ក្នុងការប្រកួតប្រជែងយ៉ាងខ្លាំងបែបនេះបើមិនមែនអញ្ចឹងតើយើងមកទីនេះធ្វើអ្វីនៅកន្លែងសន្និសីទបរិយាកាសតានតឹងខ្លាំងក្រុមហ៊ុនធំជាច្រើនដែលសុទ្ធតែមានសមត្ថភាពខ្លាំងបានមកប្រកួតប្រជែងខាងគូស៊ីងហ្វីលោកចេនមិនទាន់មកទេអូអ្នកទាំងអស់គ្នាក៏មកហើយអ៊ូឈិនហ្វេងខ្ញុំគិតថាអ្នកមកដើម្បីអាម៉ាស់ខ្លួនឯងប៉ុណ្ណោះហាក្រុមហ៊ុនគីនហ្វីទោះមានកម្លាំងមិនខ្សោយក៏ដោយប៉ុន្តែក្រុមហ៊ុនដែលមកទីនេះសុទ្ធតែជាក្រុមហ៊ុនធំលំដាប់500លើពិភពលោកខ្ញុំគិតថានៅជំហានពីយានស៊ីនេះពួកអ្នកនឹងចាញ់យ៉ាងអាសូរហើយលទ្ធផលនៅមិនទាន់ប្រកាសទេមែនទេនៅតែច្របូកច្របល់ទៀតខ្ញុំគិតថាអ្នកមិនឃើញប្រហែលមិនលែងទេមែនទេនិយាយត្រង់ទៅឲ្យអ្នកដឹងក្រុមហ៊ុនដែលនឹងឈ្នះក្នុងសន្និសីទនេះប្រហែលជាច្បាស់រួចហើយគឺជាក្រុមហ៊ុនដែលគ្រួសារអ៊ូឈិនគឺគ្រប់គ្រងខ្ញុំគិតថាមិនចាំបាច់ជាដូច្នោះទេលោកចេនពេលគូឈិនហ្វេងយឺមកដល់គាត់បានសាយចំអកនិងមើងងាយលោកចេនដោយនិយាយថាមនុស្សកម្រិតទាបដូចគាត់មិនសមនឹងចូលរួមកន្លែងបែបនេះទេគាត់ក៏អះអាងថាក្រុមហ៊ុនដែលគ្រួសារគាត់គ្រប់គ្រងនឹងឈ្នះជាក់ជាមិនខានប៉ុន្តែចំអកទាំងអស់នោះមិនអាចបំបាក់ចិត្តលោកចេនបានឡើយគាត់ចូលឡើងយ៉ាងស្ងប់ស្ងាត់ហើយប្រកាសថាក្រុមហ៊ុនគូស៊ីងហ្វីនឹងឈ្នះមនុស្សជុំវិញគាត់សាយចំអកព្រោះគ្មាននរណាជឿថាគាត់មានសមត្ថភាពធ្វើអ្វីបានស៊ីងហ្វីពួកគេឈ្នះដោយអ្វីដោយមាត់អ្នកនិយាយធំមែនតែនសូម្បីតែអ្នកមានអំណាចដូចហ្គូលីនឈិនសាវក៏មិនហ៊ាននិយាយថាអ្នកណានឹងឈ្នះអ្នកគ្រាន់តែជាមនុស្សធ្វើការតូចតាចប៉ុន្តែហ៊ាននិយាយធំដូច្នេះថ្ងៃនេះខ្ញុំនឹងនិយាយធំមែនហើយអ្នកសួរថាពឹងអ្វីខ្ញុំប្រាប់អ្នកពឹងខ្លួនខ្ញុំហាអ្នកទាំងអស់គ្នាស្ដាប់ឬទេលោកចេងហេតុអ្វីអ្នកនិយាយបែបនេះប្អូនប្រុសអ្នកមិនកំពុងលេងសាច់ទេមែនទេជឿខ្ញុំល្អណាស់បើអ្នកនិយាយថាអ្នកអាចអ៊ីហ្គូស៊ីងហ្វីគឺឈ្នះអ្នកត្រូវបង្ហាញឲ្យគេឃើញចាប់ផ្ដើមពីជំហានហ្គីយានស៊ីហ្គឺសិនក្រុមហ៊ុនដែលគ្រួសារអូឈិនគឺគ្រប់គ្រងមានលំហូរសាច់ប្រាក់ខ្លាំងណាស់មានទឹកប្រាក់900,000 លាននៅក្នុងកនីទោះលក់ទ្រព្យសម្បត្តិបន្តិចក៏អាចឡើងដល់1000 លានបានភ្លាមកម្លាំងខ្លាំងបែបនេះលោកចេនឥឡូវនេះគ្មានសង្ឃឹមទៀតហើយខ្ញុំអាចប្រមូលបានត្រឹម500,000 លានប៉ុណ្ណោះនេះហើយជាការប្រៀបធៀបមិនមែនអាចដោះស្រាយបានដោយពាក្យប៉ុន្មានទេប៉ុន្តែបើខ្ញុំនិយាយថាពឹងលើនេះវិញ
នៅពេលដែលគេចោទសួរថាគាត់ពឹងអ្វីលោកចេនបានយកកាត់ខ្មៅមួយចេញមកវាគឺជាកាត់ខ្មៅទៀនមិនក៏ដែលគេនិយាយថាមានតិចណាស់ក្នុងពិភពលោកហើយអាចប្រើប្រាស់ប្រាក់បានដល់កម្រិតមិនគួរឲ្យជឿកាត់ខ្មៅរឿងព្រេងមានតិចជាង5សន្លឹកប៉ុណ្ណោះសន្លឹកនីមួយអាចប្រើប្រាស់ប្រាក់ដល់លានលោកចេននេះជាអ្វីរងចាំបន្តិចអ្នកនឹងដឹងយ៉ាងម៉េចពឹងលើនេះគ្រប់គ្រាន់ទេហេតុអ្វីអ្នកមានកាត់ខ្មៅឧទានមិនអ្នកជានរណាខ្ញុំជានរណាមិនសំខាន់ទេសំខាន់គឺជំហានគឺយានស៊ីនេះខ្ញុំឈ្នះហើយនិយាយថាឈ្នះឥឡូវនេះមើលទៅមិនទាន់ពេលទេមែនទេអ្នកណាដឹងថាកាត់នេះពិតឬខ្លាយមនុស្សឲ្យយកម៉ាស៊ីន pause មកគ្រប់គ្នាស្ងប់ស្ងាត់ភ្លាមប៉ុន្តែអ៊ូឈិនហ្វេងគឺមិនទាន់ជឿទេគាត់បញ្ជាឲ្យយកម៉ាស៊ីន pause មកពិនិត្យដើម្បីបង្ហាញថាកាត់នោះពិតឬខ្លាយខ្ញុំប្រាប់អ្នកប្រសិនបើរកឃើញថាអ្នកខ្លាយទោះជាអ្នកមានអំណាចខ្លាំងប៉ុណ្ណាក៏ដោយក៏មិនអាចជួយអ្នកបានទេពេលលទ្ធផលបង្ហាញឡើងលេខសមតុល្យឲ្យបានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងប្រាក់ក្នុងកាន់នេះមានដល់កម្រិត1លាននៅពេលនោះគ្រប់គ្នាចាប់ផ្ដើមយល់ថាលោកចេនមិនមែនជាមនុស្សធម្មតាទៀតទេហើយការប្រកួតនេះប្រហែលជានឹងផ្លាស់ប្ដូរទីដៅទាំងស្រុង10000 យ៉នហេតុអ្វីបានជាយ៉ាងនេះបាននេះពិតមែនទេឡាវឈិនអ្នកមានលុយច្រើនបែបនេះបានយ៉ាងដូចម្ដេចយុនស៊ីវាសំខាន់ទេមែនទេកាលពីមុនពេលខ្ញុំជាមនុស្សក្រីក្រអ្នកក៏មិនបានមើលងាយខ្ញុំឡើយឥឡូវខ្ញុំមានលុយហើយតើអ្នកនឹងមើលងាយខ្ញុំវិញទេអ្វីដែលឈើហ្វានិយាយក៏មានហេតុផលដែរចាំសិនត្រឹមតែឲ្យយានស៊ីឆ្លងកាត់មិនគ្រប់គ្រាន់ទេអ្នកប្រហែលភ្លេចហើយថាអ្នកឈ្នះក្នុងសន្និសីទវិនិយោគត្រូវឲ្យយូមេធំឡុងក៏កំណត់ផ្ទាល់ទើបគិតថាសម្រេចនេះមិនលំបាកទេចូលមកបានហើយគោរពសួស្ដីមេធំឡុងបងថ្លៃខ្ញុំគឺជាមេធំឡុងមែនទេឡាវឈិននេះមិនមែនជាសុបិនទេមែនទេអ្នកលាក់អត្តសញ្ញាណបានជ្រៅណាស់ឲ្យខ្ញុំរស់ក្នុងភាពលំបាកជាង20ឆ្នាំអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំប្រកាសជាផ្លូវការក្រុមហ៊ុន Singfoi ក្លាយជាដៃគូចិនត្រៃរបស់ក្រុមហ៊ុនធានអានមិននឹងការវិនិយោគយ៉ាងច្រើនចំពោះមនុស្ស3នាក់នេះត្រូវដោះស្រាយយ៉ាងតឹងរ៉ឹងមិនអនុញ្ញាតឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ធានមិនទេនាំពួកគេចេញទៅមេធំឡុងខ្ញុំមានចំណេះដឹងខ្លះអំពីដាវបុរាណសូមរៀបការរបស់ខ្ញុំអ្នកពេញចិត្តទេសូមរៀបការយើងមិនបានចុះអាពាហ៍ពិពាហ៍រួចហើយទេតែយើងមិនទាន់ធ្វើពិធីមង្គលការថ្ងៃនេះខ្ញុំចង់ឱកាសនេះស្នើសុំអ្នកជាផ្លូវការអ្នកនាងហានស៊ីអ្នកយល់ព្រមរៀបការជាមួយខ្ញុំទេខ្ញុំយល់ព្រមហើយឈ្មោះខ្ញុំតាមធម្មតាបានហើយហេតុអ្វីខ្ញុំលាក់អត្តសញ្ញាណព្រោះមិនចង់ឲ្យអ្នកខ្លាយជាកូនអ្នកមានដែលអួតអាងតែសំណាងល្អអ្នកមិនធ្វើឲ្យខ្ញុំខកចិត្តទេអនាគតត្រូវរៀនពីអ៊ីងលោកបន្ថែមហើយឲ្យបានល្អដើម្បីឲ្យខ្ញុំអាចជួបឪពុកអ្នកបានឆាប់ល្អណាស់ឲ្យខ្ញុំនិងលីយុនស៊ីអាចចូលនិវត្តន៍ឆាប់